តបវគ្គមុនរាវបានគាត់និយាយក្រោយមកខ្ញុំក៏បានជួយទៅរួចប៉ះទង្គិចគ្នាជាមួយនឹងជើងកងម្ដងទៀតដើម្បីរួចបង្ហាញនៅព័ត៌មានរបស់លោកគ្រូយូទៅដល់គាត់ហើយបន្ទាប់ពីឃើញការបញ្ចេញទឹកមុខរបស់គាត់ភ្លាមខ្ញុំបានដឹងហ្មងថាវាគឺមានរឿងអីកើតឡើងហើយបន្ទាប់ពីនឹងមកខ្ញុំក៏បាននួយតាមដានគាត់ដោយសម្ងាត់ផងដែរប៉ុន្តែសិនគុណគឺបណ្ដានបញ្ចេញនៅមុខកញ្ញាអ្វីទេគាត់តែងតែធ្វើការវឹកហាត់របស់គាត់ពីមួយជំហានទៅមួយជំហានដូចជាថ្ងៃទូទៅហើយនៅពេលណាខ្ញុំបានគិតថាខ្ញុំប្រហែលជាវាយតម្លៃគាត់ខុសហើយប៉ុន្តែថាតែមួយខែក្រោយមកនៅក្នុងថ្ងៃទី15ខែកុម្ភៈជាថ្ងៃដែលឡានស្តុងបានចំណាញ់ថ្នាំឡានស្តុងអាតាមាត់ស្អុយប៉ុន្តែសិនកុងគឺមិនបានមកដូចរដងទេហើយគាត់ក៏បានមកសាសែនយីដូចជាការរដងផងដែរព្រោះសាច់រឿងរបស់យើងកាត់មកវិមានរបស់ដានយ៉ាន់ស៊ីប្រហែលជាដានយ៉ាន់ស៊ីនិងឡានស្តុងមនុស្សតែមួយនឹងអ្នកគ្នាចង់វល់នេះហើយយើងក៏បានឃើញថាវាវ៉ាន់កំពុងតែរួចមើលសិនកុងដែលគាត់ក៏បានគិតថាទ្វារវិមានរបស់ដានយ៉ាន់ស៊ីគឺទៅបានបើកមើលតើប្រហែលជាសិនកុងបានឲ្យនរណាម្នាក់ផ្សេងទៀតចូលទៅក្នុងនឹងដើម្បីរួចស៊ើបអង្កេតចំណែកឯអាបេសិនកុនវិញវាកំពុងតែភ័យព្រោះតែខ្លាចគេតាមតួអីចឹងតែស្រាប់តែពេលណាក៏មានបើម្នាក់ទៀតបានដើរចេញមកហើយអាបេនោះឈ្មោះថាសួនយៀនហើយពីអ្នកហ្នឹងវាក៏បាននិយាយគ្នាតែដឹងនិយាយពីស្អីទេបន្ទាប់មកវាក៏បានខាស spell របស់វាដែលវាមើលទៅរឿងពលឺចេញទៅលើមេឃហ្មងហើយនៅពេលហ្នឹងវាក៏បានរេបានបន្ទាប់មកពួកគេក៏បានចាក់ចេញហើយលីអូវ៉ាណាក៏បានគិតក្នុងចិត្តរបស់គាត់ទាំងសួរស្បែកថាទីមផុតពួកគេក៏បានចាក់ចេញហើយមើលទៅការរឹតបន្តឹងនៅក្នុងបន្ទប់ហ្នឹងក៏ទៅបានសិនគុណជាមួយនឹងគ្នារបស់គាត់បានដកចេញបាត់ហើយគាត់ក៏ឆ្ងល់ដែរថាតើវាជាប្រភេទ talisman អីគេអត់ talisman ហ្នឹងវាដូចជាយន្តជាអីចឹងណាគ្នាបន្ទាប់មកវាជាវេនរបស់គាត់ម្ដងហើយដើម្បីទៅចូលមើលដល់ពេលដែលគាត់បានចូលមកគឺថាបន្ទប់ហ្នឹងគឺវាមានខុនស្អុយខ្លាំងហ្មងវាប្រហែលជាខុនស្អុយរបស់សក្កន្តោងងាប់ហើយបន្ទាប់មកវាក៏បានគាត់នៅតែបន្តដើរចឹងគាត់ដើរមកបានមួយសន្ទុះក៏មានអ្វីម្យ៉ាងបានតាក់ភ្នែករបស់គាត់ហើយយើងក៏បានឃើញថាវាមានបន្ទះថ្មមួយនៅទីកន្លែងនោះដែលរលំទៅដោយកាក់ប្រឡាក់ទៅដោយឈាមនៅពេលដែលបានឃើញបន្ទះថ្មហ្នឹងហើយលីហូវ៉ាណាគាត់ក៏បាននិយាយហ្មងថាប្រហែលជាអាបន្ទះថ្មហ្នឹងវាគឺជាគម្ពីរឋានសួគ៌ដែលតាមាត់ស្អុយគឺបាននិយាយហ្នឹងឯងហើយតួអក្សររបស់វាគឺពិតជាពិបាកក្នុងការអានហើយគេក៏បានបង្ហាញនៅអក្សរនៅលើបន្ទះថ្មហ្នឹងផងដែរតែខ្ញុំអត់អានទេដឹងតែវល់ហ្មងអ្នកគ្នាហើយលីហូវ៉ានក៏បាននិយាយថាអាគម្ពីរឋានសួគ៌នេះវាច្បាស់ជាស៊ូត្រាខ្ញុំដឹងថាស៊ូត្រាស្អីគេទេវាដូចជាគម្ពីរអីចឹងទៅហើយលោកក៏បាននិយាយថាវាគឺគ្មានការសរសេរអំពីការបុកមន្តត្រាំអីនៅលើនឹងទេហើយហេតុអីបានជាតាមាត់ស្អុយអាចសម្រាប់ចំណាញ់ត្រាំដោយការប្រើអាហ្នឹងចឹងលើកលែងតែអាហ្នឹងវាវ៉ាន់គាត់នឹកឃើញហើយវាសូវគ្នាអ៊ូតិចហើយនៅពេលណាក៏ស្អាតតែមានអ្វីម្យ៉ាងបានរួចមកពីក្រោយខ្នងរបស់គាត់ដែលវាបានប្រាប់កុំឲ្យគាត់នឹងកម្រើកបើមិនចឹងទៅវានឹងក៏វាក៏ដឹងហ្នឹងហើយអូរបស់វាគឺនឹងមកព្រាមហ្មងនៅពេលដែលបានរួចចឹងវាវ៉ាន់បែរជាសើចទៅវិញហើយគាត់ក៏បាននិយាយថាអប៉ែហ្នឹងគឺឆាប់ក៏វាក៏ដឹងហ្នឹងទៅហើយវាវ៉ាន់ក៏បានតាមថាហើយវាគឺនឹងជាពេលវេលាដែលគូរបស់យើងគឺបានដឹងថាឯងគឺគ្មានយល់អ្វីអំពីគម្ពីរឋានសួគ៌នឹងសំបីតែបន្តិចនៅពេលដែលបាននោះចឹងធ្វើមកឲ្យអូនក្បាលជាប់ធូលរបស់យើងគឺទាំងភ័យមកក៏បាននិយាយថាហេតុអីបានជាយូវ៉ាន់គឺដឹងចឹងវាវ៉ាណាគាត់ក៏បានគិតថាគាត់នេះគឺបានទាយទៅហើយគឺថាអ្នកដែលបានបកស្រាយគម្ពីរទៅឲ្យតាមមាត់ស្អុយស្ដាប់ណាគឺជាមីអូននឹងឯងហើយមីអូនក្បាលជាប់ធូលរបស់យើងក៏បាននិយាយទៀតថាវាមិនមែនជាកំហុសរបស់គាត់ទេសារតែគាត់គឺមិនបានយល់អំពីគម្ពីរឋានសួគ៌នឹងស្អីបន្តិចហ្មងប៉ុន្តែអូនរបស់នាងគឺបានមកខំឲ្យនាងគឺអានឲ្យគាត់ស្ដាប់ហើយវាបានតទៅវិញថាតានាងអត់ខ្លាចតាគាត់នឹងគឺដឹងទេមែនទោះជាយ៉ាងណាក៏ដោយអូនរបស់ខ្ញុំគាត់ជាមនុស្សដែលមិនចាអសអញ្ចឹងហើយគាត់នឹងជឿនៅអ្វីដែលខ្ញុំនិយាយហើយវាណាក៏បានសួរទៅកាន់មីអូនក្បាលជាប់ធូលទៀតថាតារូបមន្តដែលយកមនុស្សទៅចំណាញ់ថ្នាំណាគឺទៅបានបង្កើតឡើងដោយម៉ូននឹងដើម្បីតែយកទៅបោកកតានឹងដែរមែនតែម៉ូនក្បាលជាប់ធូលរបស់យើងក៏បានយកព្រមហើយក៏បាននិយាយថាវាគឺគ្រាន់តែជាអ្វីដែលនាងបានចងចាំតែប៉ុណ្ណោះហើយនាងក៏បានបោកអូរបស់នាងដោយប្រាប់គាត់ថាវាគឺទៅបានសរសេរនៅលើគម្ពីរឋានសួគ៌នឹងហើយនាងក៏បានប្រាប់មកឲ្យលីអូវ៉ាណាគឺបារម្ភអីដោយសារតែវាគឺនឹងមិនសម្លាប់អ្នកគេម្នាក់ទេហើយនាងក៏មិនបានចង់ឲ្យអូរបស់នាងឈឺចាប់ផងដែរមិនបានសម្លាប់អ្នកគេម្នាក់ទេមកគេធ្វើនិយាយផ្លប់ឡូហើយម៉ូណាក៏បាននិយាយយ៉ាងមិនសល់ទៀតថានាងគាត់តែខ្លាចថាអូរបស់នាងគឺនឹងដឹងថានាងជាមនុស្សដែលគ្មានប្រយោជន៍អញ្ចឹងហើយគាត់នឹងលេងចិញ្ចឹមនាងហើយឲ្យមើលម្នាងមកគឺនាងគឺគ្មានដៃឬក៏ជើងនោះទេនៅពេលដែលគឺចាលីអូវ៉ាន់គាត់ក៏បានណាត់ហើយក៏បាននុកដៃដើម្បីទៅចាប់ធោនឹងហើយបន្ទាប់មកគាត់ក៏បានបោកសួរតពងបណ្ដាឲ្យអូនគឺសើចអង្គភាពជឿចាប់ហ្មងអូយជឿណាជួយកូនផងហើយលីអូវ៉ាន់ក៏បាននិយាយទាំងមុខកាយថារូបមន្តត្រាំរបស់ឯងគឺពិតជាមិនបានសម្រាប់មនុស្សពិតមែនប៉ុន្តែដោយសារតែរូបមន្តត្រាំរបស់ឯងនឹងឯងបានដាល់ឲ្យឡាយសេទូគឺបានស៊ីមនុស្សឡាយសេទូនឹងគឺតែអាតាមកស្អុយនឹងឯងអូយជួយកូនផងជឿណាហើយបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកសារដែលពួកគេកំពុងតែប្រជុំគ្នាដល់ពេលនេះតាមមកស្អុយក៏ដែលបានដើរស៊ូមកចង្ខឹងមកថាតើអ្នកណាគេជាអ្នកដែលធ្វើhere we go again នឹងខ្ញុំចាត់ធ្វើលេងតាមមកស្អុយបានកាន់ក្បាលកូនស្រីរបស់គាត់ហើយក៏បានស៊ូទៀតថាតើអ្នកណាគេគឺជាអ្នកដែលធ្វើហើយតានឹងស៊ូទៀតថាតើជាណាគេដែលបានចូលផ្ទះរបស់គាត់នៅពេលដែលគាត់នឹងកំពុងតែចំណាញ់ថ្នាំនៅពេលដែលគ្មានឃើញអ្នកគេឆ្លើយអញ្ចឹងគាត់ក៏បាននិយាយឲ្យថា
ក៏បានបើសិនជាពួកឯងមិនឆ្លើយទេគឺយើងនឹងដើរសួរពួកឯងម្ដងមួយ sorry អ្នកនេះនិយាយអត់សូវច្បាស់ហ្មងតែកុំប្រកែប្រកាន់ខ្ញុំអីបន្ទាប់មកគាត់ក៏បានហ្វិចមកកយអាពីរអ្នកនេះហើយក៏បានសួរថាឆាំងមីងនិងឆាំងហ្នឹងតើពេលដែលយើងកំពុងតែចំណាញ់ឆ្នាំហ្នឹងឯងកំពុងតែធ្វើស្អីហើយអាប៉ែឆាំងមីនក៏បានប្រាប់ថាគាត់នឹងឆាំងវ៉ែនគឺបានទៅយាមខ្លងទ្វារប្រាសាទឈីងហ្វានតាមបញ្ជារបស់លោកគ្រូនៅពេលដែលបានឃើញតាមស្អុយមួយចាគាត់ក៏បាននិយាយញ័រថាគាត់ណាគឺមិនហ៊ានមិនយកចិត្តទុកដាក់នោះទេបាទតាហ្នឹងខ្ញុំស្អើហ្មងសោះនេះយ៉ាងវល់តិចហើយចាតួមទៅដល់ពេលបានដូចចាគាត់ក៏មិនបានស៊ូនេះដល់ទៀតដែរហើយក៏បានបាយមកស៊ូស៊ွန်យ៉ាវវិញម្ដងដល់ពេលណាស៊ွန်យន់ណាគាត់ក៏បានឆ្លើយតាមនឹងទៅតែយើងមិនដឹងថាគាត់និយាយពីស្អីទេសាអត់ដឹងភាសាទៅអីហើយម្ដងចិត្តដល់វិញរបស់ Rio បានហើយតែយើងមើលទៅកាន់នៅកយរបស់ Rio បានណាគឺអាប៉ែគូវ៉ាគឺវាយ៉ាងដូចភ័យញ័រមិនដឹងថាប៉ែនឹងពងគិតអីទេបន្ទាប់មកក៏ដល់វិញរបស់ Rio បានហ្មងហើយគាត់ក៏បានបើកមាត់ដល់ស្អុយរបស់គាត់ដែលមានក្លិនចេញមកហ្នឹងហើយក៏បានសួរហ្មងថាតើបន្ទាប់ពី Rio គឺបានជញ្ជូនឆ្នាំតែថ្ងៃហ្នឹងហើយតែគាត់បានតាណាហើយ Rio ណាក៏បានឆ្លើយទាំងបែកញើថាគាត់ណាគឺបានទៅបន្ទប់ឃ្លាំងដើម្បីរៀបចំគ្រឿងផ្សំមួយចំនួនដែលលោកគ្រូគឺនឹងត្រូវការបន្ទាប់ពីគាត់និយាយហើយគាត់ក៏បានគិតថាអារម្មណ៍នៃភាពសង្កត់បែបនេះវាមិនគួរចម្លែកទេដែលមនុស្សគ្រប់គ្នាគឺភ័យខ្លាចហើយតាមមកស្អុយក៏បានសួរទៅកាន់មនុស្សគ្រប់គ្នាទៅនោះថាតើអ្នកទាំងអស់គ្នាគឺបានឃើញថា Rio នៅគឺពិតជាទៅបន្ទប់ទុកដាក់មែនអត់ប៉ុន្តែមនុស្សគ្រប់គ្នាទីនោះគឺអត់មានអ្នកគេឆ្លើយទេគឺនៅឈរស្ងាត់ឈឺហ្មងបាទហើយតាមមកស្អុយក៏បាននិយាយទៀតថាបើសិនជាមានអ្នកគេម្នាក់អាចជួយគាត់មនុស្សម្នាក់នឹងឃើញមិនត្រឹមតែគាត់នៅជូនពួកគេទៅផ្ទះតែគាត់នៅគឺនឹងផ្ដល់នូវរង្វាន់ដល់ពួកគេទៀតផងនៅពេលហ្នឹងវិញម៉ាវនេះក៏បានលើកដៃឡើងហើយក៏បាននិយាយថាសិស្សបងយើងគឺពិតជានៅជាមួយនឹងពួកយើងមែននៅពេលហ្នឹងហើយនាងគឺអាចធ្វើជាសាកសីបាននៅពេលហ្នឹងតាមមកស្អុយក៏បានក៏លេចមកមើលនាងហើយទៅមកគាត់ក៏បានសួរទៅកាន់មនុស្សគ្រប់គ្នាផ្សេងទៀតណាថាមានអ្នកគេម្នាក់ផ្សេងទៀតអត់បន្ទាប់មកពេលហ្នឹងក៏អាប៉ែគូវ៉ាហ្នឹងគឺលើកដៃមកភ្លាមមកហើយវាក៏បាននិយាយថាវានឹងប្រាប់ស៊ុនយន់ណាស៊ុនយ៉ាណាគឺមិនបានមកបន្ទប់ទុកនៅថ្ងៃនេះទេនៅពេលដែលបាននោះចាធ្វើឲ្យបាយលេងម៉ែវជាមួយនឹងស៊ុនយ៉ានគឺភ្ញាក់ផ្អើលហ្មងមិនត្រឹមតែពីរអ្នកហ្នឹងទេគឺនៅមានស៊ុនយិនជាមួយនឹងចឹងកងទៀតចំណែកតាមមកស្អុយឈរទីនោះដោយមួយមាត់អ្វីសោះយើងមើលទៅមុខរបស់គាត់ទៅដល់ហើយបន្ទាប់ពីអាចោម៉ាស៊ីននឹងវានិយាយហើយវាក៏បានសួរគ្រូថានៅពេលនេះខ្ញុំបានជួយឲ្យគ្រូអំនៅនឹងឃើញហើយតែឥឡូវខ្ញុំអាចទៅផ្ទះបាននៅដែលបាននោះចឹងតាមមកស្អុយក៏បានស្រែកមកមិនសមហេតុផលហើយយើងមើលទៅគឺគាត់សម្បាច់ក្បាលកូនស្រីរបស់គាត់ខ្ទេចហ្មងនិយាយជាជាប់មាត់ហ្មងសាមតាមមកស្អុយក៏បាននិយាយបន្ថែមទៀតថាពីព្រឹកមិញនឹងលីហូវ៉ាន់គឺបានយកគ្រឿងផ្សំថ្នាំមកឲ្យគាត់ដោយផ្ទាល់បើសិនជាលីហូវ៉ាន់មិនបានទៅកាន់បន្ទប់ខ្ទប់ឃុំនោះទេអញ្ចឹងតើលីហូវ៉ាន់បានគ្រឿងផ្សំថ្នាំនឹងមកពីណាហើយក៏បានស្រែកស្ដីឲ្យគូវ៉ាន់មកទំភឹងថាឯងគឺរងងាប់ហើយនៅពេលដែលបាននៅចាធ្វើឲ្យគូវ៉ាន់គឺរត់ទៅគង់ដីហ្មងហើយគូវ៉ាន់ក៏បាននិយាយទាំងភាពភ័យខ្លាចថាលោកគ្រូខ្ញុំដឹងខុសហើយខ្ញុំគឺភ្នែករបស់ខ្ញុំគឺទៅបានខ្វាក់ដោយភាពអាត្មានិយមនេះហើយជាមូលហេតុដែលខ្ញុំបានកុហកនេះហើយយើងក៏បានឃើញថាអាស៊ុនយិនដែលវានៅក្បែរហ្នឹងវាក៏បានលួចញញឹមនៅពេលណាតាមមកស្អុយក៏បានយកក្បាលរបស់កូនស្រីគាត់នឹងគប់ទៅកាន់មុខអប៉ែហ្នឹងហើយតាមមកស្អុយក៏បាននិយាយថាពេលដែលស៊ុនយ៉ានទៅបានគេចោតប្រកាន់មិនពិតចឹងឯងគឺសើចមែនហើយយើងមើលទៅកាន់ភ្នែករបស់គាត់មកសង្កេតសាហាវហ្មងបន្ទាប់មកគាត់ក៏បានហក់មកមុខអប៉ែហ្នឹងហើយក៏បាននិយាយទៀតថាតើពេលដែលស៊ុនយ៉ានទៅបានគេចោតប្រកាន់អញ្ចឹងគឺធ្វើឲ្យឯងសុបាយចិត្តមែនទេតាមមកស្អុយក៏បានហៅឈ្មោះរបស់វានៅពេលហ្នឹងធ្វើឲ្យវាគឺភ័យដួលហ្មងហើយវាក៏បាននិយាយទាំងភាពភ័យខ្លាចថាគឺមិនមែនជាវាទេហើយទៅមកវាក៏បានចោលទៅកាន់ឈិនកងដែលនៅក្បែរហ្នឹងដោយបាននិយាយថាគឺជាឈិនកងគឺជាអ្នកដែលបង្ខំឲ្យគាត់នឹងធ្វើរឿងទាំងអស់ហ្នឹងដល់ពេលបានគឺចឹងធ្វើឲ្យឈិនកងគឺផ្អើលហ្មងហើយតាមមកស្អុយក៏បានក៏លេចមកមើលឈិនកងជាមួយនឹងភ្នែកអត់ត្រជាក់ហើយឈិនកូនមិនចាំយូរក៏បានប្រើក្បាច់អួតរបស់គាត់ហ្មងបាទហើយតាមមកស្អុយក៏បាននិយាយថាតាមពិតគឺជាឯងសោះយើងគួរតែដឹងវាឲ្យបានឆាប់ជាងហ្នឹងហើយចំណែកប្រូឈិនកងរបស់យើងគាត់នៅតែរត់ចឹងតែរត់ដូចយឺតដល់ហើយតាមមកស្អុយក៏បានលុកយកអ្វីនៅក្នុងកប៉ាល់ដៃអាវរបស់គាត់ហើយគាត់ក៏បាននិយាយថាមានតែឯងទេដែលអាចបំបែកការរត់បន្ទឹងនៅក្នុងបន្ទប់របស់យើងបានប៉ុន្តែតែឯងដែលគិតទេថាយើងគឺចេះតែឲ្យឯងចេញចូលក្នុងបន្ទប់របស់យើងតាមតែចិត្តតែឯងចង់នោះហើយនៅពេលណាគាត់ក៏បានបោះកាក់ហ្នឹងហើយគាត់ក៏បានយកជើងរបស់គាត់ណាដើម្បីជន់កាក់ហ្នឹងនៅពេលហ្នឹងនៅពេលដែលជើងរបស់គាត់រៀបនឹងប៉ះកាក់ហ្នឹងហើយវាក៏មានពលឺអ្វីម្យ៉ាងនៅលើក្បាលរបស់ឈិនកងដល់ពេលដែលគាត់បានជន់វាភ្លាមណាធ្វើឲ្យដៃជើងរបស់ឈិនកងគឺបានដាច់តិចទីហ្មងហើយមនុស្សគ្រប់គ្នាទីនោះគឺគៀងនិយាយអីមិនចេញហ្មងចំណែកឲ្យឈិនកងវិញគឺគាត់នៅតែព្យាយាមអំបរសុំក្តីមេត្តាអំពីលោកគ្រូរបស់គាត់ហើយអប៉ែហ្នឹងក៏បានលើករឿងអំពីដែលពួកគេទៅបានដេញតាមដោយមនុស្សនៅក្នុងច្រកទ្វារសេងឌីហើយកាលហ្នឹងគឺជាប្អូនប្រុសរបស់គាត់ចំនួន2នាក់ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីឲ្យគាត់នឹងជាមួយនឹងតាមមកស្អុយគឺបានរត់គេចហើយតាមមកស្អុយក៏បានតទៅវិញថាយើងគឺដឹងតែឯងកំពុងតែគិតអ្វីហើយអាប៉ែណាវាក៏បាននិយាយថាលោកគ្រូតាំងពីពេលដែលខ្ញុំបានកើតជាមនុស្សដែលអត់ប្រយោជន៍ហើយសូមលើកលែងទោសឲ្យខ្ញុំម្ដងនេះទៀតទៅហ
ហើយនៅពេលគាត់និយាយចប់ជើងរបស់តាមមកស្អុយគឺនៅលើក្បាលរបស់គាត់បាត់ហើយតាមមកស្អុយក៏បាននិយាយថាឯងគឺប្រៀបដូចជាប្អូនប្រុសរបស់ឯងទាំងពីរនាក់នោះអញ្ចឹងពួកឯងគឺជាតចកដែលមិនអាចចិញ្ចឹមបានហើយក៏ជន់8ក្បាលរបស់ឈិនកងឲ្យគាត់នៅស្លាប់នៅទីកន្លែងហ្នឹងហ្មងឲ្យច្រឡំងាប់ចាប់ផ្ដើមនៅវគ្គទី12របស់យើងក៏បានឃើញថាវាបានកំពុងតែរាប់នៅក្នុងចិត្តរបស់គាត់6 7 8 9ដល់ពេលនេះគាត់កំពុងតែគោរពទៅកាន់ផ្លាកព្រឿងដូនតាបន្ទាប់ពីគាត់គោរពហើយគាត់ក៏បានប្រាប់ថារួចរាល់ហើយគូហើយតាមមកស្អុយនៅទីណាក៏បាននិយាយថាឯងគឺបានបង្ហាញការគោរពទៅដល់ផ្លាកព្រឿងដូនតាអញ្ចឹងហើយចាប់ពីថ្ងៃនេះតទៅឯងគឺនឹងកើតទៅជាសិស្សសំណប់ចិត្តរបស់ចំណាស់តាវម្នាក់នេះចំណែកឯពួកអរឯងដែលជាជើងគ្រឿងផ្សំថ្នាំរបស់យើងពួកវាក៏បាននាំគ្នាសូមជួយមកអាសាតូគ្រូសូមជួយមកអាសាតូទៅស្បោះហងហើយយើងក៏បានឃើញថាអបិគូវ៉ាមុខរបស់វាដូចដល់កហ្មងហើយតាមមកស្អុយក៏បាននិយាយថាអយសុងយ៉ាងគឺមកជាមួយគាត់ចំណែកឯមនុស្សផ្សេងទៀតគឺបំបែកផ្លូវគ្នាទៅយើងខ្លួនអញ្ចឹងទៅហើយវាបានណាគាត់ក៏បានយល់ព្រមតែក្នុងចិត្តរបស់គាត់វិញណាក៏គាត់អំភើបហ្មងពួកអាពេលគាត់បានរងចាំណាគឺវាបានមកដល់ហើយគាត់ក៏បានគិតទៀតថាកុំអស់អាតាហ្នឹងគឺពួកបងអីពួកអីគាត់នឹងជួយឲ្យអាតាមកស្អុយហ្នឹងគឺឆាប់បានកើតជាមនុស្សអមតៈយើងដឹងហើយអាប៉ែតហ្នឹងគឺកំពុងតែចង់ធ្វើស៊ីអាតាហ្នឹងហើយបន្ទាប់មកតាមមកស្អុយក៏បាននាំរីវ៉ាន់មកកាន់ក្រោយមន្ទីរថ្មហ្នឹងហើយក៏បានសួរថារីវ៉ាន់ហ្នឹងគឺចេះអានអក្សរមែនហើយរីវ៉ាន់ណាក៏បានយល់ព្រមនៅពេលដែលបានដូចចាតាមមកស្អុយក៏បាននិយាយថាវាពិតជាល្អដែលចេះអានអក្សរបន្ទាប់មកគាត់ក៏បានខាស spell របស់គាត់នៅពេលហ្នឹងកាក់ទាំងអស់នៅពេលនៅកន្លែងបន្ទះថ្មណាគឺបានហោះទៅដល់ដៃអាវរបស់គាត់ហ្មងបន្ទាប់ពីគាត់បានដកកាក់ចេញអស់ហើយគាត់ក៏បានឲ្យរីវ៉ាន់ណាមកមើលនៅបន្ទះថ្មឋានសួគ៌បន្តិចមើលឲ្យច្រឡំកំពីឋានសួគ៌ហើយគាត់ក៏បានដើរមកមើលកំពីឋានសួគ៌នឹងតាមបញ្ជារបស់គ្រូរបស់គាត់ហើយក៏បានធ្វើជាយកដៃដាក់ទៅលើហ្នឹងហើយគាត់ក៏បានគិតថាមីអូនក៏បានជាប់ធោណាគឺទៅតែប្រឌិតនៅរឿងវិធីសាស្ត្រវឹកហាត់ដើម្បីកើតជាមនុស្សអមតៈអញ្ចឹងបើសិនជាគាត់មិនអាចធ្វើវាបានដែរតែគាត់ខ្លាចថាការសម្ងាត់របស់គាត់នឹងទៅបានគេរកឃើញប៉ុន្តែផ្ទុយទៅវិញគាត់នឹងធ្វើអ្វីទាំងអស់ដែលខ្លួនរបស់គាត់អាចធ្វើបានហើយបន្ទាប់មកគាត់ក៏បានចេញនៅក្បាច់សម្ដែងរបស់គាត់ដោយប្រាប់គ្រូរបស់គាត់ថាគាត់ហាក់ដូចជាយល់វាបន្តិចនៅពេលណាតាមអីក៏បានទូតែបើសិនជាបានឃើញអីមួយអាចប្រាប់យើងផងហើយរីហូវ៉ាន់របស់យើងក៏ធ្វើការបោកទៅកាន់គ្រូដ៏ងងរបស់គាត់ដោយបាននិយាយថានៅលើកម្ពីថ្មកម្ពីឋានសួគ៌នេះហេតុអីបានជាវាគឺមិនមាននៅវិធីចម្លាញ់ថ្នាំគប់ឈាមដែលគាត់នឹងគឺបានបង្រៀនរីហូវ៉ាន់ការប្រឡូកមុនអញ្ចឹងហើយនៅពេលដែលតាមមកស្អុយយើងលឺអញ្ចឹងធ្វើឲ្យគាត់អស់ឆ្ងល់មើលទៅមុខគាត់ទៅដឹកហើយរីហូវ៉ាន់ក៏បានធ្វើជានិយាយទៀតថាកម្ពីឋានសួគ៌ណាតាមពិតវាគឺជាវិជាវឹកហាត់នោះទេឥឡូវខ្ញុំសូមនិយាយឡើងកាត់ហ្មងទៅលឿនជាងហើយរីវ៉ាន់ក៏បោកតានថាហ្នឹងវាទៅតែធ្វើឲ្យមុនពេលឆ្នាំចាស់ទៅបានបញ្ចប់ហើយឆ្នាំថ្មីទៅបានចាប់ផ្ដើមដោយការប្រើប្រភេទថ្នាំជាច្រើនក្នុងពេលរឿងម្លងក្នុងម្លងពេលវឹកហាត់សូមលាគ្នារឿងវល់តិចអីចឹងគាត់នេះសូមកាត់ចោលមកទៅថាតរីវ៉ាន់និយាយបោកតាមកទៅអីទេវាគ្មានអីគួរសំខាន់ណាបន្ទាប់ពីគាត់បោកតាហ្នឹងហើយធ្វើអាតាហ្នឹងគាត់ខឹងមកពួកអីគាត់គិតថាអូនក្បាលជាប់ធូនគឺຕົកអាវិជាសម្រាប់ខ្លួនឯងអញ្ចឹងណាពួកអីគាត់អត់បានឡើងទៅជាអមតៈយូរឯទោះបីជាគាត់ប្រើថ្នាំតាមវិធីដែលអូននឹងប្រើក៏ដោយធ្វើគាត់ខឹងមកគាត់ក៏បានប្រែងធម្មពលរបស់គាត់ធ្វើឲ្យដាច់ខ្ទេចហ្មងនៅគៀនហ្នឹងហើយគាត់ក៏បានងាកមកសួររីវ៉ាន់ជាមួយនឹងមុខយ៉ាងកាយថាកុំឲ្យប្រាប់យើងថាឯងគឺចង់ធ្វើដូចជាមីអូននឹងដែរហើយរីវ៉ាន់ណាគាត់ក៏បានព្យាយាមបង្កាយដោយវិជាថានេះវាគឺជាមីគៀននៃអមតៈអញ្ចឹងហើយហេតុអីបានជាគាត់នឹងគឺហ៊ាននៅលាក់បាំងអំពីលោកគ្រូទៅហើយគាត់នឹងក៏តែងតែចង់ថាគាត់នឹងចង់កើតជាអមតៈដែរនៅពេលអញ្ចឹងតាមមកស្អុយក៏បានមកមើលជុំវិញខ្លួនរបស់គាត់មើលទៅមុខពីនៅក៏ផ្លែមកសុំតសើអ្នកគូបដោយដល់កអ្នកគ្នាអ្នកចិត្តខាងតំបាច់ខ្វល់អញ្ចឹងហើយនៅពេលដែលដឹងថារីវ៉ាន់គាត់បានកុហកហើយគាត់សើចហើយក៏វាយឆ្មារបស់រីវ៉ាន់ហើយគាត់និយាយថាដំបូងឯងគឺតតែបញ្យលនៅវិធីដាំដុះនោះមកដល់យើងជាមុនសិនហើយតរងចាំរហូតដល់យើងជាគ្រូរបស់ឯងនេះបានចេះវាជាមុនពេលដែលយើងនឹងធ្វើការចម្លាញ់ថ្នាំណាផ្សេងទៀតហើយគាត់ក៏បានថែមទៀតថាពួកយើងគឺជាគ្រូនិងសិស្សនឹងចម្លាច់បាននូវភាពអមតៈជាមួយគ្នាប៉ុន្តែយើងមើលទៅកាន់មុខរបស់រីហូវ៉ាន់ទៅដូចចង់ស៊ីសាច់ហត់ឈាមហ្មងចុយនិយាយចេះជាប់មាត់ហ្មងតពីវគ្គមុននៅពេលនេះរីហូវ៉ាន់របស់យើងកំពុងតែដើរមកវិញដែរគាត់ក៏បានគិតថាបើមិនដោយសារតែគាត់គឺធ្លាប់អានប្រឡំលោកជាច្រើនពីមុនមកនោះទេវាអាចនឹងមានបញ្ហាសម្រាប់គាត់ក្នុងការបង្កើតនៅការដាំដុះខ្វែងខ្វាយដើម្បីយកទៅបោកតាមាត់ស្អុយអញ្ចឹងទៅហើយបន្ទាប់មកគាត់ក៏បានឃើញមនុស្សជាច្រើនជាមួយនឹងលីនមៀវកំពុងតែឈរចាំគាត់នៅទីកន្លែងហ្នឹងហើយវីអូវ៉ាណាក៏បានប្រាប់គេថាឥឡូវនេះគឺគាត់បានមកវិញដោយមានសុវត្ថិភាពហើយអញ្ចឹងការដែលគាត់ធ្លាប់សន្យាមួយពួកគេថាគាត់នឹងនាំពួកគេចាក់ចេញអំពីរូងភ្នំនេះគឺវានឹងទៅយ៉ាងរលូនដូចគ្នាហើយមិនយូរមិនឆាប់ទេអ្នកទាំងអស់គ្នានឹងបានទៅព្រាននៅពេលដែលបានរឿងអញ្ចឹងធ្វើអ្នកទាំងអស់គ្នានៅទីហ្នឹងពួកគេក៏បានរត់ជង្គង់ហើយក៏បានហៅវីអូវ៉ាណាថាជាអ្នកមានគុណរបស់ពួកគេនៅពេលបានឃើញអញ្ចឹងវីអូវ៉ានក៏បានសួរថាពួកគេកំពុងធ្វើអីហើយគាត់ក៏បាននិយាយទៀតថាបើមិនបានដោយសារតែពួកគេជួយគាត់នៅក្នុងប្រាសាទឆឹងយីនឹងទេគាត់ប្រហែលជាចប់បាត់ហើយថ្ងៃនេះហ៎តែអ្នកណាគេដែលគិតទៅថា
នៅក្នុងពិភពលោកដ៏ចម្លែកនេះគាត់នឹងកើតទៅជាគ្នារបស់មនុស្សទាំងអស់ដែលមើលទៅចម្លែកទាំងអស់ទៅវិញហើយលីអូវ៉ាណាគាត់ក៏បាននិយាយថាអ្នកគ្នាខ្ញុំសូមឲ្យគ្នាជួយខ្ញុំរឿងមួយព្រោះតែវាគឺជារឿងដែលអាចតាក់ទងនឹងការថាពួកយើងអាចចាក់ចេញអំពីប្រាសាទឈីងហ្វានឬអត់បើវិញមានក៏បានសួរថាតើវាជារឿងអ្វីហើយលីអូវ៉ាណាក៏បានតបថាតើអ្នកមិនដឹងពីរឿងពេញនិទានអីផ្សេងដែលវាប្រៀបដូចជារឿងរបស់ Master Yu អត់ហើយសាច់រឿងរបស់យើងក៏កាត់មកទីកន្លែងមួយដែលពួកគេកំពុងតែឈរពីរនាក់ហើយបើវិញម៉ែវនេះក៏បាននិយាយថាក្រៅពីរឿងរបស់ Master Yu នឹងវាក៏នៅមានរឿងមួយទៀតដែលនឹងគេតបានគេហៅវាថាជា Big Grandma ហើយគេក៏បានបង្ហាញឲ្យយើងឃើញ Big Grandma ដែរមើលទៅឡើងចម្លែកហ្មងហើយ Leo One ដែលនៅគេហ្នឹងគាត់ក៏បាននិយាយថា Big Grandma ហ្នឹងមើលទៅវាដូចគ្មានអីគួរឲ្យអស្ចារ្យផងហ្នឹងលើច្បងលេនិយាយតិចព្រោះតែម៉ាក់និយាយធំនឹងអាចលឺយើងនិយាយបានហើយបាយលេងមៀវនេះក៏បានបន្តទៀតថាមានមនុស្សខ្លះគឺបាននិយាយថាម៉ាក់យាយធំនឹងគឺជាបិសាចម្យ៉ាងដែលមានវៀនទៅជីដល់វែងហើយក៏មានអ្នកខ្លះទៀតបាននិយាយថាម៉ាក់យាយធំនឹងគឺជាបិសាចម្យ៉ាងដែលវាប្រៀបដូចជាសាកសពរបស់មនុស្សចាស់ដែលបានស្លាប់អញ្ចឹងហើយបើសិនជាយើងគឺបាននិយាយឈ្មោះរបស់វានោះតើវានឹងមាននឹងអីកាត់ឡើងទៅនៅពេលហ្នឹងណានាងក៏បានបញ្ជាឲ្យលីវ៉ាន់បានឃើញហ្មងគឺបានហៅឈ្មោះរបស់ក្រែម៉ានៅពេលហ្នឹងដៃមួយយ៉ាងធំក៏បានខុសចេញមកក្នុងទ្វារហ្នឹងហើយលីនមៀវនេះក៏បានបន្ថែមទៀតថាបើសិនជាពួកវាគឺបានរកឃើញពួកយើងនោះពួកយើងគឺនឹងកើតទៅជា Big Grandma ដូចជាពួកវាអញ្ចឹងក៏ឲ្យវាបានឃើញមុខរបស់ណាព្រាមធ្វើឲ្យលីវ៉ាន់របស់យើងគឺភ័យហ្មងហើយក៏វ៉ាក់នៅពេលហ្នឹងបាទលីមៀវនេះក៏បានសួរហ្មងថាតើបងលីគិតមិនដែរចំពោះរឿងមួយហ្នឹងតើវាអាចប្រើប្រាស់បានអត់ហើយយើងមើលមុខរបស់លីវ៉ាន់របស់យើងទៅគាត់អឹងភ័យហ្មងបើឲ្យបានមួយសន្ទុះគាត់ក៏បាននិយាយថារឿងរបស់ Grandma ហ្នឹងវាមិនអីទេវាគឺអាចយកទៅប្រើប្រាស់បានដើម្បីទៅបកតាហ្នឹងហើយគាត់ក៏បានសួរថាតើមានតែគេផ្សេងទៀតអត់ហើយក៏មានមនុស្សច្រើនបានលើកដៃដើម្បីចង់និយាយហើយបន្ទាប់មកគូវ៉ារបស់យើងគាត់ក៏អ្នកនិយាយទៅវិញដោយគាត់បាននិយាយថាគាត់ដឹងរឿងមួយដែលគេយកកូនក្មេងទៅដេកជាប់មួយច្បែកឆ្កែដើម្បីឲ្យដើរសំធានអីចឹងទៅហើយលីវ៉ាន់ក៏បានប្រាប់ទៅវិញថាគាត់គឺមិនតើកៅទៅអស់ទេគាត់តើកៅតែរឿងណាដែលវាចម្លែកដូចជារឿងរបស់ Grandma ហ្នឹងចឹងហើយក៏មានប្រឡំម្នាក់បានដើរចូលមកដែលប្រឡំម្នាក់ហ្នឹងគាត់មានឈ្មោះថាចាវូហើយគាត់ក៏បាននិយាយថាគាត់បានដឹងរឿងមួយដែលរឿងហ្នឹងតើបានគេឲ្យឈ្មោះវាថាមើលទៅឯម្ដាយក្មេកតែគាត់ធ្លាប់បានដឹងវានឹងអំពីចាស់នៅក្នុងគ្រួសាររបស់គាត់បាននិយាយឲ្យគាត់ស្ដាប់ហើយថាអត់តែម្ដាយក្មេកហ្នឹងវាមិនត្រឹមតែចម្លែកទេប៉ុន្តែវាក៏លេចឡើងនៅពេលដែលមានទឹកចំនួនផងដែរល្អតើហើយបន្ទាប់មកក៏មានប្រឡំអ្នកទៀតក៏គាត់បានលើកដៃផងដែរដែលគាត់ក៏មានឈ្មោះថាសាស៊ីហើយគាត់ក៏បាននិយាយថាគាត់បានដឹងរឿងមួយដែលរឿងហ្នឹងគឺជារឿងតាវនិយាយបានតែប៉ុណ្្នឹងលីវ៉ាន់ក៏បានប្រាប់ថាប៉ុណ្្នឹងបានហើយខ្ញុំនឹងត្រឡប់មកវិញហើយគាត់តែរងចាំនៅព័ត៌មានរបស់ខ្ញុំដោយស្ងាត់ស្ងៀមទៅបានហើយដល់ពេលលើចឹងធ្វើឲ្យសាស៊ីរបស់យើងគាត់ឆ្ងល់ហ្មងហើយបន្ទាប់មកសាច់រឿងរបស់យើងក៏កាន់មកកម្លែងមានរបស់តាមមកស្អុយនៅពេលនេះយើងក៏បានឃើញថាលីវ៉ាន់កំពុងតែបោកអាតាំងទៀតហើយដល់ពេលអាតាំងនឹងទៅយកបេះដូងអីក្រែម៉ាស្អីមកពីណាពីណីដើម្បីយកមកសម្លាញ់ឆ្នាំទៅតែខ្ញុំសុំកាត់ចោលហើយអូយអ្នកគ្នាទៅតែងើបពីគេងមិញទេខ្ញុំមិនសុំទោសខាងតែខ្ញុំទៅងើបពីគេងមិញហ្នឹងឥឡូវខ្ញុំធ្វើទៀតតយុគមិនបានដេកហើយតាមមកស្អីក៏បានចេញធម្មពលរបស់គាត់ហើយមកវាគឺបានប្រែទៅជាកណ្ដឹងអាហ្នឹងជាវត្ថុទៅរបស់គាត់អ្នកគ្នាហើយដល់ពេលដែលបានឃើញធ្វើលីវ៉ាន់របស់យើងឲ្យឆ្ងល់ហ្មងហើយនៅពេលហ្នឹងតាមមកស្អីក៏បានគូទៀតឧស្សាហ៍ទៅទុងបណ្ដាលឲ្យគឺថាលីវ៉ាន់របស់យើងអីហ្នឹងរឿងយកដៃក្តោបទៅជាសារតែវាថងពេកហើយក៏មានអ្វីម្យ៉ាងបានចេញអំពីប្រទេសថ្មដែលលីវ៉ាន់កំពុងតែអានហ្នឹងហើយវាក៏បានហោះចេញទៅដល់ធ្វើលីវ៉ាន់របស់យើងគាត់ឲ្យឆ្ងល់ហ្មងអត់ដឹងថាវាជាអីហើយនៅពេលហ្នឹងវាក៏បានហោះទៅជាតាមមកស្អុយយើងមើលមុខវាទៅឡើងចម្លែកហ្មងហើយអាហ្នឹងគឺមានឈ្មោះថា Master Yu នឹងឯងចុងអាតាទៅប្រហែលរបស់នឹងចេញពីកណ្ដឹងមែនណានៅពេលហ្នឹងលីវ៉ាន់របស់យើងក៏បានឃើញថាតាមមកស្អុយក៏បានរើសដីហើយគាត់ក៏បានគិតថាហេទីអាតានឹងញ៉ាំដីហ៎ដល់ពេលហ្នឹងតាហ្នឹងក៏បានញ៉ាំដីមែនទេហ្មងបាទគឺញប់យកហ្មងបន្ទាប់ពីគាត់បានញ៉ាំដីហើយគាត់ក៏បាននិយាយនៅភាសាចិនបុរាណហើយអាហ្នឹងអ្នកបកប្រែគេបានបកប្រែទេដោយសារតែវាបាក់បកប្រែភាសាចិនបុរាណមួយគឺបាក់អញ្ចឹងទៅអញ្ចឹងគេបានគេទុកអញ្ចឹងខ្ញុំចេះឲ្យមើលទៅខ្ញុំចេះអានដល់គ្នាហ្នឹងហើយតាមមកស្អុយក៏បាននិយាយទៀតថារបស់ដែលបានរៀបរាប់នៅក្នុងគម្ពីរឋានសួគ៌ហ្នឹងវាពិតជាពិបាកក្នុងការតាមមើលប៉ុន្តែវានឹងមិនមានបញ្ហាទេសម្រាប់គូរបស់ឯងដើម្បីរកវាដល់អាប់ណាដែលយើងគឺបានដឹងថាវាលាក់ទុកនៅទីកន្លែងណាអញ្ចឹងថាកុំប្រាប់ខ្ញុំថារបស់ទាំងពីរមិញដែលតាមបានជប់មកគឺបានទៅជួយរកនៅគ្រឿងផ្សំថ្នាំឲ្យគាត់គូនឹងទៅយកវាមែនត្រូវហើយអញនឹងទៅយកវាហ្នឹងហើយតែឯងគិតថាមានតែគេម្នាក់ចេះមកយកឲ្យយើង free មែនហើយរបស់ដែលយើងហាមកមិញវាគឺជា Old Master Yu ហើយវាអាចជួយយើងដើម្បីស្វែងរករបស់ផងដែរតែឯងនឹងអត់កាលហ្នឹងយើងគឺបានចំណាយការខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានវាហើយការដែលយើងនៅអាយុ5ឆ្នាំកាលហ្នឹងមានអ្នកសុំទានចាស់ចំនួន3នាក់ដែលបានមកដណ្ដើមនោះប៉ាវចេញពីដៃរបស់យើងតាំងពីហ្នឹងមកយើងក៏បានដឹងថាអ្វីទៅគឺជាការពិតហើយតែឯងនឹងអត់បើសិនជាយើងមិនមានអ្វីដែលអ្នកដទៃមិនមានតែយើងគួរតែធ្វើយ៉ាងម៉េចគឺមានតែពាក្យមួយគត់គឺប្លន់យើងបានប្លន់មនុស្សស្អីយើងបានប្លន់ស្អីយើងបានប្លន់នៅ
បាក់យើងបានផ្លន់នោះវត្ថុទៅហើយយើងថែមទាំងលួចនៅសិលរបស់គេទៀតផងហើយយើងថែមទាំងលុបអូសយកនៅប្រសានឈីងហ្វានទាំងមូលមកធ្វើជារបស់យើងទៀតផងហើយតាមស្អុយក៏បាននិយាយទៀតថាហេអាល្អិតតែឯងមិនដែលលឺអ្វីអំពីលក្ខណៈរបស់អូនតានឹងនិយាយទេមែនអញ្ចឹងហើយអាល្អិតឯងគួរតែស្ដាប់តាមពាក្យរបស់មនុស្សចាស់ផងហើយយើងប្រាប់ឯងនេះដោយសារតែយើងបានចាប់ទុកថាឯងគឺជាសិស្សរបស់យើងហើយនេះគឺជាមេរៀនរបស់ឯងផងដែរលោកគ្រូចុះបើសិនជាខ្ញុំបរាជ័យវិញខ្ញុំគិតមិនពេលហ្នឹងធ្វើមុខរបស់តាមមកស្អុយឡើងងឹតហ្មងហើយគាត់ក៏បាននិយាយថាគ្មានបានការពិតជាគ្មានបានការមែនហើយតាមមកស្អុយក៏បានទះលាវបានលឺសូតែផ្លាប់ហើយគាត់ក៏បាននិយាយថាមិនបានមនុស្សដែលចេះអានអក្សរតែទៅជាមនុស្សដែលងងទៅវិញហើយបើសិនជាឯងមិនអាចលួចវាបានផ្ទាល់ទេតែឯងមិនអាចគិតអំពីវិធីដើម្បីលួចទេមែនបើសិនជាមនុស្សម្នាក់អាចធ្វើបានទេអញ្ចឹងគឺមនុស្សពីរនាក់ធ្វើការរួមគ្នាហើយបើសិនជាមនុស្សពីរនាក់នៅធ្វើមិនបានទៀតអញ្ចឹងគឺដាក់ថ្នាំតម្រង់ពួកគេហើយបើដាក់ថ្នាំតម្រង់ពួកគេគឺមិនបានទៀតអញ្ចឹងគឺត្រូវធ្វើតាមវិធីដ៏លំបាកបំផុតហើយលាវវ៉ាន់វិញទូមិនយល់យ៉ាងណាក៏នៅតែរសារគ្រូរបស់វាដែរបាទហើយពួកគេធ្លាប់ហៅយើងថាជាមនុស្សដែលមិនចេះអានអក្សរជាមនុស្សដែលគ្មានទេពកោសល្យហើយជាមនុស្សដែលមិនមានស្នូលវិញ្ញាណហើយនៅពេលដែលយើងបានឡើងទៅជាភាពអមតៈនោះយើងនឹងចាប់ហាយភ្នែករបស់ពួកវានឹងបង្ហាញពួកវាថាតើអ្នកណាគេជាមនុស្សដែលគ្មានទេពកោសល្យហើយអ្នកណាគេជាមនុស្សដែលមិនមានស្នូលវិញ្ញាណហើយក៏តែខ្លួនឯងជាតួឯងមែនតទៅពេលមុនយើងបានឃើញថាលាវបានក៏បានសេលរៀបរាប់យ៉ាងច្រើនហ្មងប៉ុន្តែខ្ញុំសុំអានតែប្រអប់ពោខៀវទេខ្លាចអ្នកគ្នាវល់ហើយបើសិនអ្នកគ្នាចង់ដឹងអ្នកគ្នាអាចអាននៅខ្លួនឯងទៅអក្សរសហ្នឹងខ្ញុំដាក់ឲ្យគ្នាអានមើលស្រួលៗហ្មងអាចចុចស្កប់មើលបានណាក្នុងរយៈពេលកន្លងមកនេះគាត់បានដេកស៊ីចុកអីជាមួយនឹងតាមមកស្អុយហ្នឹងហើយគាត់ក៏បានធ្វើការកែប្រែទៅលើកម្ពីឋានសួគ៌ហ្នឹងឲ្យវាមើលទៅកាន់តែគួរឲ្យជឿជាក់ចំណែកអាតាមមកស្អុយវិញវាក៏មិនបានចំណាយពេលយូរតែក្នុងការរកគ្រឿងផ្សំថ្នាំដែលខ្ញុំបានលើកឡើងហ្នឹងហើយគ្រូតោះចំណាញ់ថ្នាំអីនៅពេលហ្នឹងខ្ញុំបានគិតថាតែហ្នឹងប្រកាសជានឹងចំណាញ់ថ្នាំភ្លាមហើយប៉ុន្តែនៅពេលហ្នឹងតានឹងបែបជានិយាយពាក្យមួយដែលខ្ញុំគឺមិននឹកស្មានដល់ទៅសោះគឺតាមមកស្អុយវិញនិយាយចាមិនបាច់បញ្ញាប់ទេវានៅសល់ពេលខ្លះមុនពេលចូលឆ្នាំចិនអញ្ចឹងពួកយើងគូតែទៅញ៉ាំអាហារមុនពេលចូលឆ្នាំហើយទៅមកក៏គេកាត់មកកន្លែងដែលពួកគេញ៉ាំអាហារវិញហើយមើលមុខរបស់លាវវ៉ាន់ទៅដឹងហើយគាត់រងចិត្តថាអាហារមុនពេលចូលឆ្នាំហើយមកញ៉ាំទីកន្លែងហ្នឹងទៀតដល់កហ្មងហើយតាមមកស្អុយក៏បានប្រាប់ឲ្យអ្នកមកឡើងហ្នឹងរៀបចំគៀវអីឲ្យសិស្សដែលបានស្លាប់ផងក៏ព្រោះតែដើម្បីស្វាគមន៍ពួកគេទៅមកវិញនៅពេលចូលឆ្នាំចិនហើយតាមមកស្អុយក៏បានញ៉ាំគៀវសូតែញប់ហើយគាត់ក៏បានឃើញថាសិស្សរបស់គាត់ញ៉ាំអញ្ចឹងនៅពេលហ្នឹងគាត់ក៏បានស្អីថាមិនពួយមិនញ៉ាំហើយអង្គុយធ្វើអីធ្វើមុខខ្មឹអញ្ចឹងទោះតាមមកស្អុយប្រាប់ពួកគេញ៉ាំក៏ដោយតែមុខរបស់ពួកគេដូចស្ទាក់ស្ទើរដល់ដូចអត់ចង់ញ៉ាំមិនទេពេលដែលបានឃើញយ៉ាងតាមមកស្អុយក៏បាននិយាយថាណែពលអត់នៅពេលដែលយើងនៅអាយុប្រហែលឯងយើងមិនដឹងថាគៀវណាមានរឿងបែបម៉េចផងមានពេលចូលឆ្នាំម្ដងនោះដែលយើងគឺបានធំក្លិនអាហារចេញពីផ្ទះរបស់អ្នកណាម្នាក់មិនដឹងប៉ុន្តែនៅពេលហ្នឹងកូនស្រីរបស់ម្ចាស់ផ្ទះហ្នឹងក៏បានឃើញយើងហើយនាងក៏បានបយអូនរបស់នាងដើម្បីឲ្យយើងចូលទៅញ៉ាំនោះហើយពេលដែលយើងចូលទៅដល់ខាងក្នុងយើងក៏បានចាំតែថាគៀវគឺវាមានរូបរាងបែបហ្នឹងឯងហើយយើងក៏បានចាំទៀតថាគេក៏ធ្វើគៀវបែបនេះដែរវាពិតជាមិនឃើញឈ្ងុយខ្លាំងណាស់តើឲ្យទៅពិតជាឆ្ងាញ់មែនតាហើយនេះក៏ជាពេលចូលឆ្នាំចិនផងដែរហើយវាក៏មិនមែនជាពេលវេលាដែលពួកយើងគឺទៅញ៉ាំគៀវទេប៉ុន្តែវាក៏ជាពេលវេលាដែលពួកយើងគឺបានជួបជុំគ្នាជាមួយនឹងមិត្តភ័ក្តិបងប្អូនរបស់ពួកយើងផងដែរអនុស្សាវរីយ៍ទាំងអស់នោះហេតុអ្វីបានវាមិនមែនជាការពិតហើយឃើញថាវាបានក៏អង្គុយវងសេតមកមើលទៅអង្គុយអាណិតនៅពេលហ្នឹងតែមកស្អីក៏បានយកដៃមកប៉ះឆ្មារបស់គាត់ហើយក៏បាននិយាយថានៅពេលដែលឯងយំសុំញ៉ាំវាតិចព្រោះតែវាអាចឆ្លាក់បានហេតើខ្ញុំយំមែនអាប៉ែនេះយំអត់ដឹងខ្លួនហ្មងពេលតាមមកស្អីក៏បាននិយាយថាអូអ្នកគ្នាខ្ញុំនឹងចែកអាំងប៉ាវឲ្យអ្នកគ្នាម្នាក់មួយហើយគាត់ក៏បានយកអាំងប៉ាវទៅឲ្យអាពីរអ្នកបងប្អូនដែរហើយអាពីរអ្នកបងប្អូនហ្នឹងវាក៏បានអរគុណគ្រូរបស់វាចឹងទៅហើយគ្រូវាក៏ទៅចឹងទៀតអរគុណអញមែនអត់ទេ Happy New Year វើយអូហ្នឹងហើយគ្រូ Happy New Year គ្រូ Happy New Year Happy New Year អ្នកនរគ្នា Happy New Year ណែអាសិស្សដែលបានស្លាប់ទៅឯងក៏បានអ្នកមួយផងដែរចង់យ៉ាណាបើសិនជាឯងមិនចង់បានអាំងប៉ាវអីទេតោះយើងគ្រូនឹងសិស្សនៅឡើងទៅជាភាពអមតៈជាមួយនឹងគ្នាដល់ពេលដែលបានលឺអញ្ចឹងព្រាមធ្វើឲ្យវាវ៉ាន់យើងបាត់សេតព្រាមហ្មងពួកឯតាហ្នឹងដើរចូលបន្តិចអីដល់មកគាត់បាននិយាយថាបានគ្រូមើលមុខរបស់គាត់ទៅដឹងហើយសាច់រឿងរបស់យើងកាន់មកពេលដែលពួកគេកំពុងតែចំណាញ់ថ្នាំវិញដោយលីហូវ៉ាន់គឺបានរៀបរាប់ឲ្យយើងដឹងថាការចំណាញ់ថ្នាំហ្នឹងគឺវាបានទៅយ៉ាងរលូនហ្មងហើយតាមកស្អុយហ្នឹងថាតែវាខ្លាចតែគាត់ហ្នឹងគឺបោកវាអញ្ចឹងវាក៏បានទាញឲ្យលីហូវ៉ាន់ចូលកម្មវិធីហ្នឹងដែរអារបៀបថាចង់ឲ្យលីហូវ៉ាន់រកថ្នាំមុនអញ្ចឹងណាអាហ្នឹងលីហូវ៉ាន់គាត់រៀបរាប់ឲ្យយើងដឹងប៉ុន្តែលីហូវ៉ាន់ណាគាត់គឺមិនខ្លាចនោះទេហើយសាច់រឿងរបស់យើងកាត់មកពេលដែលពួកគេរៀបចំនឹងលើថ្នាំហើយតាមមកស្អុយក៏បាននិយាយឲ្យលីហូវ៉ាន់ហ្នឹងគឺរៀបមុនចាំគាត់នឹងការពីអីអាតាចេះទៀតហើយវាថាបើសិនជាថ្នាំនឹងពលគឺពលលីហូវ៉ាន់មុនអីចឹងណាហេអាតានេះហើយលីហូវ៉ាន់ណាក៏បានធ្វើជាអរគុណគ្រូរបស់គាត់ហើយគាត់ក៏បានយកថ្នាំពណ៌មានហ្នឹងបោះចូលក្នុងមាត់របស់គាត់ឯងហ៊ាននៅក្តីសម័យរបស់ឯងដែលចង់កើតជាអមតៈហ្នឹងគឺអាចមកងាប់ជាមួយនឹងយើងបានហើយគាត់ក៏បានលើកថ្នាំហ្នឹងសូត្រតែក្អឹកហ្មងហើយគាត់ក៏មានអារម្មណ៍ថាដូចជាមានធម៌ពលវិញ្ញាណជាច្រើនបានហូរចូលក្នុងខ្លួនរបស់គាត់ហើយដើម្បីឲ្យតាមស្អុយកាន់តែជឿជាក់មើលគាត់ក៏បានបូកក្នុងការសម្ដែងផងដែរខ្ញុំយល់ហើយខ្ញុំកំពុងតែនៅលើផ្លូវដើម្បីឡើងទៅជាអមតៈអមតៈមែនអូចឹងចំណាប់តាមអ្នកនេះនឹងឡើងទៅជាអមតៈដូចឯងផងដែរតែតែក៏បោកបានហើយបន្ទាប់ពីពួកគេបានលើហើយយើងឃើញថាពួកគេអង្គុយនៅហ្នឹងគឺស្ងាត់ជ្រាបហ្មងហើយសិតតែបានមួយសន្ទុះក៏មកលីហូវ៉ាន់របស់យើងក៏អ៊ូតឈាមយូរហ្មង
វាវ៉ាន់ក៏បានដួលទៅដីហើយគាត់នៅតែឌឺទៅការតាមមកស្អីទៀតបាននិយាយថាអាវិធីសាស្ត្រទាំងអស់ហ្នឹងយើងគាត់តែចម្លងចេញអំពីប្រមលោកតែប៉ុណ្ណោះហើយឯងនៅគ្មានថ្ងៃអាចឡើងទៅជាអមតៈជាដាច់ខាតអ្វីដែលឯងកើតជានោះគឺជាខ្មោចហើយគាត់ក៏បានយកឆ្នាំតែតាមមកស្អីតែឲ្យគាត់នឹងយកមកលេបនៅពេលណាគាត់ក៏ទទួលបានកម្លាំងយ៉ាងខ្លាំងហើយក៏បានដើរមកចិត្តតាមមកស្អីហើយគាត់ក៏និយាយថាតែឯងថងមែនយើងកំពុងតែនិយាយជាមួយនឹងឯងបន្ទាប់មកគាត់ក៏បានវាយទៅការតាមស្អីទៅប៊ឹមហើយយើងមើលមុខមកតាមស្អីគឺដឹងតែតាមស្អីហាក់ដូចជាមិនបានរំខានអីនោះទេហើយគាត់ក៏បាននិយាយថាឯងគឺនឹងមិនអាចឈប់នៅការទៅដឹងរបស់យើងបានទេហើយចាប់ចេញឆ្ងាយនៅពេលហ្នឹងកម្ដៅរាវផាន់របស់យើងគឺឡើងប៉ើហ្មងយើងកំពុងតែនៅផ្សៅអមតៈហើយដូនតាគឺចិត្តមកយកយើងទៅហើយរាវ៉ាន់ដែលកំពុងតែដួលនៅពេលដែលបានឃើញចឹងគាត់ក៏បានគិតថាអូអាតានេះប្រហែលជាឈួតបាត់ហើយដោយសារតែវាគឺងក់ងល់នឹងភាពអមតៈខ្លាំងពេកឥឡូវនេះគឺបានធ្វើវាគឺបែកយកម្ដងកាពីរបស់ខ្ញុំពិតជាឈឺណាស់ខ្ញុំពិតស្ដាយក្រោយខ្លាំងមែនទែនដែលមិនបានយកកាបិតមកដើម្បីបញ្ចប់អាតាហ្នឹងឲ្យលឿនអ្នកគ្នាចេះតែហៅឈ្មោះខុសឲ្យខ្ញុំនិយាយជាប់មាត់រហូតហ្មងហើយនៅពេលណាគាត់ក៏បានរុកដៃទៅរកពន្លឺព្រះអាទិត្យដែលនៅលើហ្នឹងតែសត្វវាហ្នឹងគឺបានប្រើទៅជាពន្លឺភ្លើងនៅក្នុងមន្ទីរពេទ្យទៅវិញហើយយើងក៏បានឃើញថាណានាងក៏នៅក្បែរនោះផងដែរនាងកំពុងតែហៅឈ្មោះរបស់លីហូវ៉ាន់ណាតើអ្នកនៅទីនេះសម្រាប់ខ្ញុំមែនទោះវាគាត់ទៅជាការស្មោះស្ម័យក៏ដោយក៏វាមិនអាក្រក់ពេកផងដែរហើយយើងក៏បានឃើញលោកដុកទ័រយើងនឹងផងណាហើយគាត់ក៏បាននិយាយថាអ្នកជំងឺក្លេទី14ហ្នឹងគឺបានពលអាហារអញ្ចឹងឲ្យពួកគេទៅយកនៅម៉ាស៊ីនបូមកាពះមកដើម្បីបូមកាក់សំណល់វាចេញហើយកាក់សំណល់ស្អីទេនេះវាគាត់ទៅជាមន្ទីរពេទ្យឬក៏ចរិតទៅប៉ុណ្ណោះហើយតែឯងបានអាម៉ាស៊ីនបូមកាពះហ្នឹងមកពីណាតែសុកហ្នឹងវាក៏បានប៉ែទៅជាកន្លែងមួយដែលវាដូចជាឈាមអញ្ចឹងក៏មានសម្លេងណាគឺបានហៅឈ្មោះរបស់គាត់ផងដែរហើយក៏មានលុយមួយក៏បានហោះមកចិត្តភ្នែករបស់គាត់ដល់ពេលណាលឺសម្លេងណានេះក៏បានសើចថាលីវ៉ាន់អ្នកទៅសន្យាជាមួយនឹងខ្ញុំហើយលុយហ្នឹងក៏បានប៉ះភ្នែករបស់គាត់ដែលបានធ្វើឲ្យគាត់ហ្នឹងគឺក្អួតហ្មងអូយមិនខ្ញុំនៅលូចឹងមិនបានវាអាចទៅរួចចាំបន្តិចចុះបើសិនជានៅលូចាំមិនថាដានយ៉ាន់ស៊ីគឺនៅលូដែរមែនពេលគាត់បានងាក់ក្រោយណាគាត់ក៏បានឃើញអ្វីមានក្នុងកែវភ្នែករបស់គាត់បណ្ដាគាត់ហ្នឹងគឺគៀងយួរហ្មងគាត់បានបើកភ្នែកធំមើលតែភ្នែករបស់គាត់ទៅដឹងហើយតែតាមមាត់ស្អុយបានកើតជាអ្វីមិនអត់មានផ្កាចំនួន3បានប្រមូលផ្ដុំនៅលើក្បាលរបស់វាអញ្ចឹងតើវាបានសម្រេចបាននូវភាពអមតៈហើយមែនតែឥឡូវយើងមកមើលក្បាលរបស់តាមមាត់ស្អុយវិញម្ដងមើលថាអាក្រក់មើលហ្មងដាច់ជា2ហ្មងបាទហើយតាមមាត់ស្អុយវាក៏បាននិយាយទៅសប្បាយចិត្តថាយើងគឺបានសម្រេចបាននូវការតើដឹងហើយចំណាស់តើម្នាក់នេះគឺបានយល់ហើយគាត់ណាក៏សើចព្រៀបដូចជាមនុស្សឈួតតែពេលយ៉ាងដែរគឺថាខ្លួនរបស់គាត់គឺបានផ្ទុះខ្ទេចហ្មងបណ្ដាលឲ្យកាកសំណល់គឺថាធ្លាក់មកលើខ្លួនរបស់លីវ៉ាន់ណាឡើងព្រៀបដូចជាភ្លៀងហ្មងលីវ៉ាន់ក៏បានឃើញទស្សនវិជ្ជាទាំងអស់គឺថាគាត់គៀងនិយាយអត់ចេញហ្មងហើយនៅពេលហ្នឹងក៏មានអ្វីម្យ៉ាងបានធ្លាក់មកចិត្តខ្លួនរបស់គាត់ដែលហ្នឹងគឺជាស្បែកមុខរបស់អាតាមាត់ស្អុយហ្នឹងឯងក៏ឲ្យបានឃើញថាធ្វើឲ្យលីវ៉ាន់គាត់សើចហ្មងគាត់សើចព្រៀបដូចជាមនុស្សឈួតចឹងគាត់ក៏បានលើស្បែកមុខរបស់អាតាមាត់ស្អុយយកមកមើលហើយក៏បានគិតថាអាតាហ្នឹងបើទៅបែរជាងាប់មែនទេហើយប៉ុន្តែហេតុអីមកខ្ញុំមិនស្លាប់ហើយតែខ្ញុំគួរតែធ្វើអ្វីបន្ទាប់ហើយនៅពេលនឹងផងដែរអាពីអ្នកបងប្អូនហ្នឹងវាក៏បានដើរចូលមកហើយវាក៏ច្រឡំថាលីវ៉ាន់ជាវិញ្ញាណបិសាចហ្នឹងទៅហើយក៏សួរថាតើលីវ៉ាន់ហ្នឹងជាវិញ្ញាណបិសាចដែលមកពីខាងណាហើយតើគ្រូរបស់ពួកគេហ្នឹងនៅឯណាលោកគ្រូមែននោះគឺជារបស់ដែលពួកឯងកំពុងតែជន់ហ្នឹងនៅពេលបានយើងធ្វើអាពីហ្នឹងគឺផ្អើលហ្មងហើយនៅពេលហ្នឹងលីវ៉ាន់ក៏បានថែថាសស្បងទី2ខ្ញុំគឺជាសង្យានទេមិនសមហេតុផលតែឯងកំពុងតែនិយាយពីអ្វីហ្នឹងលោកគ្រូរបស់យើងគាត់ហើយលីវ៉ាន់យើងក៏បានបង្ហាញបោះតាំងអស់បែបហ្នឹងមើលមកថានេះមើលម្នេះមកគឺវាបានងាប់បាត់ហើយអាតាកញ្ចាស់មាត់ស្អុយហ្នឹងក៏វាបានសម្រាប់មនុស្សមិនអស់ហើយវាគឺសំតែងាប់តាំងពីយូរប៉ុន្តែខ្ញុំមិនបានសម្រាប់គាត់នោះទេវាគឺជាជោគវាសនារបស់គាត់អាពីអ្នកបងប្អូនមិនចាំយូរក៏រត់ពូចមកពេលណាលីវ៉ាន់ក៏បាននិយាយថាចាំសិនខ្ញុំនិយាយចាប់សិនចាំទៅប៉ុន្តែគឺវាបានស្ដាប់ទេគឺទៅពូចមកបាទព្រោះហើយសាច់រឿងរបស់យើងកាត់មកពេលដែលលីវ៉ាន់គឺបានមកប្រាប់អ្នកនរគ្នាថាតាមាត់ស្អុយគឺបានស្ដាប់ហើយគាត់ក៏បានយកកណ្ដឹងរបស់តាមាត់ស្អុយនឹងផងដែរមនុស្សគ្រប់គ្នាពេលបានឃើញស្បែកមុខនឹងហើយក៏បានដឹងថាហ្នឹងហើយជាតាមាត់ស្អុយហើយក៏នាំគ្នាដេញតាមលីវ៉ាន់ដើម្បីចាក់ចេញពីលងភ្នំហ្នឹងមនុស្សគ្រប់គ្នាបានតតាមលីវ៉ាន់ទាំងសប្បាយចិត្តអ្នកខ្លះក៏រំផងអ្នកខ្លះក៏និយាយទាំងសប្បាយចិត្តសូម្បីតែបាយលេងមៀវនេះក៏អាចទប់ស្នាមញញឹមរបស់នាងបានដែរប៉ុន្តែយើងមើលទៅកាន់លីវ៉ាន់វិញគឺគាត់ដូចជាអត់មានសប្បាយចិត្តហ្មងហើយពួកគេបានដើរបានមួយសន្ទុះក្រោយមកពួកគេក៏បានមកដល់វិមានរបស់តាមាត់ស្អុយហើយក៏បានលើសំឡេងញើញ៉ៃក្នុងហ្នឹងហើយពួកគេក៏បានទៅអឺតមើលហើយយើងក៏បានឃើញថា3ក្បាលហ្នឹងវាក៏បានបញ្ជូតគ្នាដើម្បីដណ្ដើមយកក្នុងកម្ពីឋានសួគ៌ហ្នឹងហើយអាសនយន្តហើយយើងតែគិតថាវាជាមនុស្សដែលសួរត្រង់នៅពេលនេះវាបានប្រែតែជាមនុស្សដែលលុបលន់ទៅវិញហើយអាប៉ែហ្នឹងក៏បានហៅឲ្យលីវ៉ាន់ហ្នឹងមករួមដៃគ្នាជាមួយវាដើម្បីសម្រាប់អាពីអ្នកបងប្អូនហ្នឹងហើយក៏នឹងចែកនៅកម្ពីឋានសួគ៌ជាមួយគ្នាសនយ៉ានបើឯងមិនចង់ងាប់ទេឆាប់ចេញឆ្ងាយទៅលោកគ្រូក៏បានបង្រៀនឯងអំពីតោនៃការចំណាញ់ថ្នាំអញ្ចឹងហើយឯងគឺមិនអាចតទល់ជាមួយនឹងបងប្អូនយើងទៅពីរនាក់បានទេព្រោះតែបងប្អូនទៅពីរនាក់របស់យើងគឺជាអ្នកប្រកាសដាវនៃតោតាមពិតពុតនឹងវាប្រយោជន៍គ្នាសារតែបន្ទះថ្មនឹងសោះតាមពិតទៅអាកម្ពីឋានសួគ៌ហ្នឹងវាគ្រាន់តែជាបន្ទះថ្មពីបុរាណមួយតែប៉ុណ្ណោះសាស្បងទាំង3ហេតុតែបានជាពួកអ្នកមិនព្រមមកជាមួយនឹងពួកយើងហ្មងទៅអាពីរនាក់ហ្នឹងក៏បានដូចអញ្ចឹងវាក៏បានតទៅវិញថាបើសិនជាសិស្សបងមិនចាប់អារម្មណ៍ទៅវាទេអញ្ចឹងសុំចាក់ចេញទៅពួកអាតាដើមគេប្រាប់យកល្អស្ដាប់គេព្រោះអាងងដូចគ្រូវាអញ្ចឹងព្រោះហ្នឹងហើយវាវ៉ាន់ក៏បាននិយាយថាអីអញ្ចឹងខ្ញុំទៅមុនហើយសង្ឃឹមថាពួកយើងនឹងបានជួបគ្នាម្ដងទៀតនៅលើក្រោយអ្នកទាំងអស់គ្នាសាមអ្នកដែលចង់ទៅផ្ទះសូមដើរតាមខ្ញុំមកហើយបាច់ខ្វល់ពីរឿងរបស់សិស្សបងទាំង3ហ្នឹងទេ
hai bộ kê các bạn chinh một cái để mở tàu tê sập bằng xa mong nút cục này mình chăm vô các bạn nốt ở ngầm phớp bàn tay liều bạn hạt đôi chi mà bạn ngầm phớp đôi bộ kê nốt tê sao choបងលីតោះពួកយើងទៅជាមួយគ្នា liều bạn các bạn chạm đai nè các bạn giải tha chăm mình tê ní hay chỉ bị trong coi để bom nốt để bạn sợ nó tê cười đi mà tôi bị nè bạn chạy tranh tàu hay còn phải vô bị năng tập tập cú sa để bỏ bộ kê phong sao choបងលីតើអ្នកមិនទៅផ្ទះជាមួយខ្ញុំទេ liều bạn các bạn cất hạផ្ទះមែនទេខ្ញុំគឺគ្មានផ្ទះដើម្បីទៅទៀតទេហើយគាត់ក៏បានដើរបកក្រោយចូលទៅក្នុងរូងភ្នំវិញតែគាត់បានមកដីអាកន្លែងគាត់ធ្លាប់ដីចកដងហ្នឹងហើយក៏បានគិតថានៅក្នុងខែនេះគឺគាត់មិនបានញ៉ាំអាដៃមកពុកខ្មៅហ្នឹងទេអញ្ចឹងមិនដាល់ឲ្យអាការសម័យរបស់គាត់វាចិត្តអើចឡើងម្ដងទៀតអាពេលថាជំងឺចិត្តអើឡើងអញ្ចឹងហើយទោះបីវាមិនជាការពិតក៏ដោយក៏សូមឲ្យខ្ញុំបានឃើញណាជើងចុងក្រោយទៅចុះហើយបន្តគាត់បានបិទភ្នែកណាគាត់ក៏បានធ្វើចងទឹកអ្វីម្យ៉ាងដែលទឹកពុកក្រហមហ្នឹងហើយក៏បានឃើញថាមានដៃបានរកមកគាត់ហើយមួយបានហៅគាត់ថាសិស្សបងហើយមួយទៀតក៏បានហៅគាត់ថាហ៊ូវ៉ាន់ហើយវិញមានបានរកដៃមកលីវ៉ាន់នាងក៏បាននិយាយថា sao choបងលីតោះពួកយើងទៅផ្ទះជាមួយគ្នា វាបានណាក៏បានតតែមិនថាមិនអីទេគឺគាត់ណាសូមនឹងនៅទីកន្លែងនេះហើយហើយអាប៉ែគូបានដល់អត់ប្រយោជន៍របស់យើងវាក៏បាននិយាយថាបើសិនជាសិស្សបងលីគាត់ចង់នៅទីកន្លែងនេះហើយហេតុអីបានពើយើងមិនព្រមចាក់ចេញទៅហ្មងទៅគឺមៀវនេះក៏បានតទៅវិញអង្កាចហ្មង បាត់មាត់ បណ្ដាលអាគូហ្នឹងគឺថានិយាយវិញចេញហ្មងហើយមៀវនេះក៏បានបន្តទៀតថា sao choបងបើសិនជាsao choបងមិនមានផ្ទះសម្រាប់ទៅទេsao choបងអាចមកនៅផ្ទះជាមួយខ្ញុំបានផ្ទះខ្ញុំវាធំហើយទូលាយ Sorry អ្នកគ្នាម្ចាស់សំឡេងគាត់និយាយឡើងដាច់តិចហើយលឿនមៀវដែលកំពុងតែនិយាយមួយលីវវ៉ាន់ក៏បានផ្លែទៅជាណាទៅវិញហើយណានេះក៏បាននិយាយថាលីវវ៉ាន់អ្នកគឺនៅមានខ្ញុំដូចសំឡេងរបស់អ្នកដូចជាបារម្ភណាស់អញ្ចឹងលីវវ៉ាន់អ្នកគឺមិនអាចបោះបង់ទៅខ្លួនរបស់អ្នកបានទេតែអ្នកគឺខ្ញុំនិយាយអត់អាកន្លែងនេះខ្ញុំទៅខ្លួនតែគេម្នាក់អត់មកបញ្ចូលសំឡេងទៀតប៉ុន្តែគឺខ្ញុំមកអត់បានអញ្ចឹងទៅក៏ខ្ញុំនិយាយខ្លួនឯងហ្មងទៅហើយបណ្ដារបស់លីវវ៉ាន់នេះក៏បាននិយាយបងដែរថាកូនគឺមិនអាចស្លាប់បានទេបើសិនជាកូនស្លាប់តើឪពុករបស់កូនហើយនឹងម៉ាក់អាចមានហេតុផលអីដើម្បីរស់ក្នុងបន្តទៀតប៉ុន្តែយើងមើលទៅការលីវវ៉ាន់ទៅគាត់បាននិយាយមកទេហើយក៏មានមេអំបៅមួយក៏បានមកទុំគាត់ហើយលីវវ៉ាន់ក៏បាននិយាយថាណាតើនេះគឺជាអ្នកមែនហើយនៅពេលណាក៏មានសម្លេងណាក៏បានហៅគាត់ទៀតហើយគាត់ក៏បានស្ទុះចេញអំពីអតីតពុកក្រហមហ្នឹងទៅលោកនាងហើយលីវ៉ាន់ក៏បានស្ទុះទៅអបណាទាំងសប្បាយចិត្តហើយណានេះក៏បាននិយាយថាលីវ៉ាន់សន្យាជាមួយខ្ញុំណាមកថាមាននឹងអីក៏ដោយក៏អ្នកគឺមិនអាចបោះបង់បានដែរលីវ៉ាន់ក៏បានតទៅវិញឡើងអំភើបថាបានខ្ញុំនឹងសន្យាជាមួយនឹងអ្នកប៉ុន្តែមនុស្សដែលគាត់កំពុងតែអោហ្នឹងគឺបានបែរទៅជាបាយលេងមៀវទៅវិញហើយបាយលេងមៀវនេះក៏បានតទៅវិញថាតសទៅបងលីយើងទៅជាមួយនឹងគ្នាក៏ឯនេះក៏ទៅបញ្ចូលសម្លេងទៀតប៉ុន្តែគេថាតអ្នកបញ្ចូលសម្លេងបែរជាដេកបាត់ហើយចឹងអត់មានអ្នកគេបញ្ចូលទេលីវ៉ាន់ក៏បានដឹងថាមនុស្សគាត់កំពុងតែអោបហ្នឹងគឺមិនមែនជាណាគឺធ្វើឲ្យគាត់បានបើកភ្នែកធំហ្មងតទៅនៅពេលនេះលេងមៀវនេះក៏បានបកគោលនៅកណ្ដាស់ដែលសេពាក្យចុងក្រោយរបស់អ្នកដែលបានសាកនៅទីនេះទៅឲ្យលីវ៉ាន់វិញហើយក៏បាននិយាយថាពួកយើងគឺមិនចេះអានអក្សរទេចង់ដៅដល់នាងហើយនឹងអ្នកផ្សេងទៀតមិនលីវ៉ាន់នៅពេលដែលបានដូចយ៉ាងប្រងល់ក៏បាននិយាយថាខ្ញុំចេះអាននៅពេលហ្នឹងអាប៉ែឆ្អឹងក៏បានយកដៃទៅបិទមាត់របស់គាត់ហើយក៏បាននិយាយថាទោះអញចេះអានក៏ឯងទៅធ្វើមិនចេះដែរវើយហើយមាននេះក៏បាននិយាយបន្តទៀតថាសិស្សបងអ្នកគឺជាអ្នកសន្យាជាមួយនឹងពួកគេអញ្ចឹងហើយបើពួកគេគឺនឹងមិនក្បត់ពាក្យសម្ដីរបស់គេទេលីវ៉ាន់នៅពេលបាននោះអញ្ចឹងហើយក៏បានក្តាប់អាកណាត់ហ្នឹងយ៉ាងតឹងហើយក៏បាននិយាយថាក៏បានតោះពួកយើងទៅអ្នកទាំងអស់គ្នាតោះជួយគ្នាដើម្បីស្វែងរកអាហារនៅក្នុងប្រឆាតស៊ីងហ្វាននេះដើម្បីទុកធ្វើជាស្បៀងនៅពេលធ្វើដំណើរយើមែនអ្នកគ្នានិយាយចេះជាប់មាត់រហូតពេលនេះលីវ៉ាន់កំពុងទៅដើរអាដៃមកពុកខ្មៅហ្នឹងអើយអាដៃមកខ្មៅហ្នឹងទៅណាបាត់ហើយយើងងាប់ពេញមកប្រាសាទជីងហ្វានទៅវាមិនឃើញតិចវាដោះជើងគាត់បាត់ទៅបើសិនជាគ្មានអាដៃមកពុកខ្មៅទេវាអាចធ្វើឲ្យជំងឺនៃការសម័យរបស់គាត់ហ្នឹងលើឡើងម្ដងទៀតមានតែបន្ទប់ចង្រៃថ្នាំទេតែមិនទាន់បានឆែកមើលឬគាត់បានដើរចូលទៅភ្លាមគាត់ក៏បានឃើញភ្លាមហ្មងតើវាគឺបានវាមកទីកន្លែងនេះមែនវាមកនេះដោយសារតែកាកសំណល់របស់អាតាមាត់ស្អុយហ្នឹងមិនបានរាងកាយរបស់វាបង្រួមតូចជាងមុនអញ្ចឹងតែរបស់ហ្នឹងវាបញ្ចូលជាមួយនឹងជីវិតរបស់អាតាមាត់ស្អុយមែនហើយលីវ៉ាន់ក៏បានវាយវាទាំងកំផឹងហើយក៏បាននិយាយថាចុះបើសិនជាឯងរួមតូចបាត់តើវានឹងមានអីកើតឡើងលើជំងឺរបស់យើងវាថាគាត់មានលេបដូចថ្នាំអីចឹងហើយលីវ៉ាន់ក៏បាននិយាយថាតើឯងគឺស៊ីនៅកាកសំណល់របស់អាតាមាត់ស្អុយមែនបន្ទាប់មកគាត់ក៏បានលើនៅកាកសំណល់របស់អាតាមាត់ស្អុយនៅនឹងម្ដុំហើយក៏បានយកវាយកមកញាត់ទៅកាន់មាត់របស់អាបិសាច់ហ្នឹងហើយក៏បាននិយាយថាណែស៊ីទៅយើងបញ្ចុកឯងថាអាបិសាច់ខ្មៅហ្នឹងគឺវាស៊ីមែនបានអានេះឈ្មោះវាថៃស៊ុយអ្នកគ្នាហើយបន្ទាប់មកវាក៏បានបង្រួមតូចហើយក៏បានហូរឈាមមកជាច្រើនហ្មងលីវ៉ាន់នៅពេលដែលបានឃើញចឹងគាត់ក៏បានអង្គុយកើតហ្មងថាហេវាពេលវាបានស៊ីនៅកាត់សំណល់របស់អាតាមកស្អុយបណ្ដាលឲ្យវានឹងរួមទៅជាងមុនហើយមានរបួសទៀតផងទោះបីអាប្រឹកថៃស៊ុយនឹងគឺវាងាប់ក៏ដោយក៏វាមិនអាចខ្ជិះបានដែរហើយយើងដឹងថាវាបានធ្វើអីបានបើយើងឡើងងាប់យើងដឹងថាប៉ែតចង់ធ្វើអីកាន់មកកាន់វាមៀវវិញពេលដែលកំពុងទៅរត់មកនឹងក៏បានគិតថានាងគឺបានយកនៅអាហារគឺមួយចំនួនហើយនឹងប្រាក់មួយចំនួនហើយក៏អាវមួយចំនួនផងដែរចឹងហើយនាងគិតថានាងប្រហែលយកបាននៅរបស់ដែលចាំបាច់ហើយតែតែស្បងលីក៏កំពុងតែធ្វើអីហ្នឹងហើយយើងក៏បានឃើញថាអាប៉ែកូវ៉ាជាមួយនឹងមនុស្សច្រើនកំពុងតែឈមមើលហើយអាប៉ែកូវ៉ាវាក៏បាននិយាយថាតែហ្នឹងជាអ្វីដែលសិស្សបងគាត់ថាគាត់នឹងមកធ្វើមែនហើយមិនសួរគាត់អាចនឹងស៊ីយើងនៅពេលតាមផ្លូវទៀតផងអាប៉ែគូវ៉ានៅយ៉ាងមិនខ្ញុំចង់ឲ្យផ្ទះមកដៃហ្មងយើងក៏បានឃើញដែរថាលីវ៉ាន់របស់ស្គូតរបស់យើងក៏កំពុងតែហែកស៊ីវាឲ្យឆ្ងាញ់ហ្មងបាទ
ពេលគាត់កំពុងតែស៊ីឆ្ងាញ់ផងណាដល់ពេលហ្នឹងលៀនមៀវនេះក៏បានដើរមកបកយក៏បានសួរថាសួស្បងលីតែអ្នកកំពុងធ្វើអីហ្នឹងរាវលីវ៉ាណាក៏ភ្ញាក់ភ្លើតហ្មងបាទហើយលីវ៉ាណាក៏បានបកស្រាយទៅកាន់នាងថាអាប្រឡាក់ថៃសួយណាគឺវាអាចជួយទប់ស្កាត់នៅជំងឺរបស់គាត់បានប៉ុន្តែក៏ដោយសារតែប្រឡាក់ថៃសួយណាវាបានបង្រួមតូចដូចចង់បាត់អញ្ចឹងហើយបានជាខ្ញុំគ្មានជំរឿនហើយក៏សម្រេចចិត្តថាស៊ីវាទៅមិនខ្ញុំចង់និយាយថាខ្ញុំគ្មានជំរឿនអញ្ចឹងពាក្យហ្នឹងគេចង់និយាយអញ្ចឹងតែខ្ញុំនិយាយវាជាជាប់មាត់ប៉ុន្តែបាយលេងមៀវវិញនាងមិនបានខ្ពើមនឹងគាត់ទេនាងក៏បាននិយាយថាកៅអៅរបស់អ្នកគឺបានប្រឡាក់អស់ហើយណែខ្ញុំបានយកកៅអៅថ្មីមកឲ្យនាងក៏បានសួរទៅកាន់លីវ៉ាន់ទាំងស្នាមញញឹមឡើងស្អាតមកថាតើលីវ៉ាណាមានផ្លេចអីទៀតអត់លីវ៉ាណាក៏បានលូកដៃទៅយកកៅអៅហ្នឹងក៏បាននិយាយថាតោះពួកយើងទៅអូហើយវានៅមានកន្លែងទៀតដែលខ្ញុំនឹងទៅឆែកមើលហើយបន្ទាប់មកសាច់រឿងរបស់យើងកាត់មកកន្លែងប្រាសាទរបស់អាតាមកស្អុយលីវ៉ាណាក៏បាននិយាយថានៅទីនេះវាឆ្ងាត់ដែរមើលទៅបើជាសិស្សបងទាំង3គឺបានដោះស្រាយបញ្ហារបស់ពួកគាត់រួចហើយសិស្សបងតើពួកអ្នកវ័យគ្នាហើយណូអូពួកគាត់ងាប់អស់បាត់ហើយហ្នឹងហើយយើងក៏បានឃើញថាបែបហ្នឹងគឺងាប់បាត់ដែរតែបែបនេះទៅបានគេចង់នៅលើខ្ញុំមិនដឹងថាបែបហ្នឹងងាប់មុនគេគឺងាប់ក្រោយគេទេបើថាងាប់មុនគេវាមិនអីថាងាប់ក្រោយគេដូចចម្លែកហើយលីវ៉ាណាក៏បានចូលទៅយកដាវរបស់សិស្សបងវាខ្ញុំមិនដឹងថាដាវរបស់ណាគេទេហើយវាក៏បាននិយាយថាសិស្សបងមើលទៅបើយើងទៅការដាវទៀតហើយអញ្ចឹងខ្ញុំយកវាហើយណាតពីមុនហើយយើងបានឃើញថាលីវ៉ាន់ក៏បានដើរទៅកំពីឋានសួគ៌ហ្នឹងហើយក៏បានគិតថាកំពីឋានសួគ៌ហ្នឹងបើសិនជាគាត់ទុកវានៅហ្នឹងហើយវាទៅបានក៏ឃើញម្ដងទៀតគឺវាអាចធ្វើឲ្យប៉ះពាល់ទៅដល់មនុស្សជីវិតរបស់មនុស្សជាច្រើនលីអ្នកគ្នាខ្ញុំនិយាយជាជាប់មាត់ហ្មងបន្ទាប់គាត់បាននិយាយហើយក៏បានយកដាវហ្នឹងកាប់ទៅកាន់កំពីឋានសួគ៌ហ្នឹងហ្មងប៉ុន្តែគឺថាបានដាវឲ្យដាវបាក់ទៅវិញទេគឺវាមិនបានដាច់នៅកំពីឋានសួគ៌ហ្នឹងទេចេះយកដាវទៅកាប់ថ្មកាត់ខ្ញុំសុំសរសើរហ្មងចំណែកកំពីឋានសួគ៌ហ្នឹងវិញវាចតាន់ហ្មងវាគ្រាន់តែឲ្យផ្សែងតែបន្តិចតែប៉ុណ្ណោះគឺវ៉ាន់ដល់ពេលដែលបានឃើញចឹងគាត់ក៏បាននិយាយថាមើលទៅកំពីឋានសួគ៌ហ្នឹងវាក៏អាចចាប់ទុកថាជាកំណប់ទូផងដែរហេតុអីបានខ្ញុំមិនព្រមយកវាទៅជាមួយនឹងខ្ញុំហ្មងទៅបើមិនជាខ្ញុំមិនអាចដោះស្រាយជាមួយវាបានដែរខ្ញុំក៏អាចយកវាទៅដោះដូរយកអ្វីមួយផ្សេងទៀតផងដែរដូចជាកាយទៅប្រចាំអីចឹងអ្នកគ្នាព្រោះហើយវាវ៉ាន់ក៏បានដើរមកយកដាវរបស់បច្ឆាំងឡើងហ្នឹងហើយគាត់ក៏បាននិយាយថាសិស្សបងខ្ញុំយកដាវរបស់នេះអីចឹងសូមអ្នកទៅការសុខតិភពទៅនៅពេលហ្នឹងមនុស្សដែលកំពុងតែចូលចាំគាត់ក៏បាននិយាយថាសិស្សបងតើពួកយើងនឹងចាក់ទិញតទៅមែនព្រោះហើយសេរបស់យើងក៏បង្ហាញមកខាងក្រៅយើងក៏បានឃើញថាមនុស្សច្រើនជាមួយនឹងលីវ៉ាន់បាយលេងមេហ្នឹងក៏បានចាក់ចេញពីរូងភ្នំហ្នឹងហើយខ្ញុំប្រើពាក្យរួចហើយនឹងច្រើនដល់ហ្មងក្នុងវគ្គនេះបន្ទាប់មកនៅពេលដែលលីវ៉ាន់កំពុងតែដើរនៅលីនមេវនេះក៏បានប្រាប់ឲ្យគាត់ឈប់សិនទៅប្រាប់ថាភ្នែករបស់នាងឈឺណាស់អញ្ចឹងវាអាចនឹងពិបាកក្នុងការដើរភ្នែករបស់នាងចាញ់ពលឺថ្ងៃអញ្ចឹងតើវាអាចមកអំពី albinism របស់នាងទេអាហ្នឹងគឺជាប្រភេទមនុស្សដែលកើតមកមានសក់សតាំងពីកំណើតអីចឹងហ្នឹងគេហៅថា albinism ហើយយើងក៏បានឃើញថា Leo One ក៏បានយកកណាត់អាវមួយយកមកកាត់ហើយបន្ទាប់មកគាត់ក៏បានយកវាទៅលំភ្នែករបស់ Lin Miao ហើយ Leo One ក៏បាននិយាយថាក្រោយពេលនាងចាំងពលឺថ្ងៃអីគូទៅយកកណាត់អាវយកមកលំភ្នែករបស់នាងមើលទៅគឺ sweet ហ្មងហើយ Lin Miao នេះក៏បានតទៅវិញថាប៉ុន្តែនាងគឺមើលអីមិនឃើញទេពេលហ្នឹង Leo One ក៏បានចាប់ដៃនាងហើយក៏បាននិយាយថាមិនអីទេចាំខ្ញុំនឹងកាន់ដៃនេះអូយគេ sweet កាន់មកក្នុងពេលមួយក៏មានតែម្នាក់បានសើចសួរថាអូយស្អឹងតែអញហើយហ្នឹងចំណែកពូស្អឹងកំពុងតែហ្នឹងគាត់ក៏បានប្រាប់ទៅវិញថារួចអស់ហើយចាំតិចសិនអូននឹងមកពីគ្រូសាលូហើយវាមានឈ្មោះថាលូស្រីខៃតែយើងបាច់ខ្វល់ឈ្មោះពួកហ្នឹងទេអ្នកខ្ញុំជឿរៀបរាប់កំឡុងពេលដែលគាត់កំពុងតែសុកណាក៏មានសម្លេងអ្វីម្យ៉ាងនៅពេលហ្នឹងគាត់ក៏ឆ្ងល់ហ្មងហើយក៏បានសួរថាណាគេហ្នឹងហើយគ្មានអីផងណាមើលទៅបែរខ្ញុំយល់ច្រឡំហើយយើងក៏បានឃើញថាខ្មោចហ្នឹងកំពុងតែហោះនៅកយអូនហ្នឹងឯងហើយខ្មោចហ្នឹងក៏បានសើចនៅពេលហ្នឹងអូនណាក៏បានស្រែកមកទៅហឹងហ្មងខ្មោចហើយខ្មោចហ្នឹងគឺវាបានតាមអូនហ្នឹងមកដល់តេះរបស់អូនហ្នឹងដែរហ្មងហើយយើងក៏បានឃើញថាមានមនុស្សពីរទៀតនៅហ្នឹងមួយទៅជាកូនប្រសារបស់គ្រួសារលូហើយទៀតទៅជាកូនច្បងចំណែកឯពីរអ្នកប្តីប្រពន្ធណាក៏បានស្រែកអូវាគាត់ដំណោះស្រាយហើយចំណែកតានេះវិញគាត់មានឈ្មោះថាលូសរនយន្តខ្ញុំសូមហៅគាត់ថាតាយន្តមកទៅគាត់ទៅជាអូរបស់ពួកហ្នឹងឯងហើយគាត់បាននិយាយថាក្នុងគណៈពេលនេះមានតែពិធីតែមួយតែគាត់រួចហើយគាត់ក៏បានលួនទៅថ្វាយអង្គមមកខ្មោចនឹងយកហ្មងហើយតាយន្តក៏បានសុំមកទៅកាន់ខ្មោចហ្នឹងហើយថាគ្រួសាររបស់ពួកគេមកឲ្យហ្នឹងគាត់តែចង់ធ្វើការអុយចាំជីវិតតែប៉ុណ្ណោះខ្មោចហ្នឹងក៏បានសាយហើយវាក៏បាននិយាយថាអញ្ចឹងប្រាប់យើងមកតែយើងមើលទៅដូចជាមនុស្សឬក៏ជាខ្មោចមើលមុខអាកក់មើលតែយន្តវិញខ្លួនមកគាត់អងញ័រហើយគាត់ក៏បានគិតដែរថាគាត់មានតែឆ្លើយប្រឡងហ្នឹងឯងតែបើសិនជាគាត់ឆ្លើយខុសអីគឺវាអញធ្វើឲ្យគ្រូសារបស់គាត់គឺចប់ហ្មងគាត់ក៏ឆ្លើយប្រឡងហ្មងថាអ្នកមើលទៅដូចជាព្រាហើយយើងក៏បានឃើញថាមានមនុស្សវិវងកំពុងតែចូលមកចិត្តទីកន្លែងនេះហើយយន្តនៅពេលដែលបានឃើញថាខ្មោចនឹងអត់តបនឹងគាត់ចឹងគាត់ក៏បាននិយាយអត់ទេអ្នកមើលទៅដូចជាមនុស្សអូគាត់ចេះឆ្លើយប្រឡងហ្មងភ្លេចplanអ្នកគ្នានៅពេលដែលលីវបាននឹងគ្នារបស់គាត់បានចេញពីភ្នំហ្នឹងពួកគាត់ក៏បានដុតភ្នំនឹងចោលផងដែរតែខ្ញុំភ្លេចចឹងយប់មិញភ្លេចហ្មងហើយក៏មានជើងនឹងគេម្នាក់បានដើរចូលមកចំណែកតាលីវវិញគាត់រវល់តែភ័យខ្លាចអ្នកវិញឯងពួកឯងទូគាត់ឆ្លើយក៏ដោយក៏ខ្មោចនឹងគឺវាអត់បានតបជាមួយគាត់ដែរហើយជើងនឹងគឺជាជើងរបស់លីវវ៉ាន់ជាមួយនឹងគ្នារបស់គាត់នឹងឯងហើយអបគូវ៉ាវាក៏បាននិយាយថាឃើញអសរបងវិញបើសិនជាពួកយើងដើរតាមអាកាសសំណល់ដែលបានជួលនោះដែរណាពួកយើងនឹងអាចរកឃើញនៅគេម្នាក់ពេលហ្នឹងលីវវ៉ាន់ក៏មានអារម្មណ៍ថាដូចជាអសួរហើយក៏បានប្រាប់គ្នារបស់គាត់នឹងចាំវិផ្លេត
សួស្ដីបងលីមើតើវាជាអ្វីហ្នឹងហើយវាមានមុខចំនួន2ទៀតផងហើយខ្មោចនោះក៏បានញាក់មកដែលមុខពីក្រោយវានឹងជាមនុស្សស្រីចំណែកមុខពីមុខវាជាមនុស្សប្រុសអូមើលពីក្រោយនេះតើពួកបិសាចហ្នឹងវាបានមកធ្វើអីទៀតហើយយើងក៏បានឃើញណាក្លំរបស់លីវបានក៏បានដើរចូលមកតែអូនឹងស្មានតែជាបិសាចទៅវិញអបិគូវ៉ាវាក៏បានតតែថាហើយតែឯងហាន់តែគេជាបិសាចហ្នឹងហើយលីវបានក៏បាននិយាយថាអ្នកគ្នានៅហ្នឹងហើយតើគាត់ក៏បានដើរចូលទៅមកនៅពេលបានឃើញមនុស្សមកទៀតអញ្ចឹងវាក៏បានសើចសប្បាយលីវបានក៏បានទៅសួរខ្មោចថាឯងជាស្អីគេហ្នឹងហើយខ្មោចហ្នឹងវាក៏បាននិយាយថាយើងគឺជាមនុស្សតើវាមើលទៅដូចមនុស្សទេមិនមែនមើលមុខមនុស្សអូវឯងមុខឯងនេះក៏អើយដាក់គ្មានហ្មងហើយគាត់ហ្នឹងក៏បានស្ទុះទៅដោយព្រោះតែហ្នឹងមើលទៅរងរយហ្មងហើយគាត់ក៏បានយកដាវហ្នឹងគប់ទៅកាន់ខ្មោចហ្នឹងហ្មងប៉ុន្តែខ្មោចណាគឺមិនបានកិច្ចនៅការគប់របស់លីវវ៉ាន់ទេហើយការគប់របស់លីវវ៉ាន់ណាព្រោះដូចគប់ខ្យល់អញ្ចឹងហើយចង្អាយយកបើសិនជា physical attack គឺវាមិនមានប្រសិទ្ធភាពទេអញ្ចឹងយើងនឹងប្រើនៅកណ្ដឹងម្ដងបន្ទាប់មកគាត់ក៏បានយកកណ្ដឹងនេះមកគូសទៅហ្មងយើងមើលមុខខ្មោចទៅដូចជាបបាក់ទមដែរហ្នឹងហើយវ៉ាណាគាត់ក៏បានគិតថាយេកណ្ដឹងវាពិតជាមានប្រសិទ្ធភាពមែនពេលនោះសារតែវាបបាក់ទមខាងពេកអាខ្មោចណាវាក៏បានរយឲ្យបាត់ទៅហើយតាយន់ក៏បានមកអរគុណលីវវ៉ាន់ផងដែរសម្រាប់ការជួយសង្គ្រោះគាត់និងគ្រូសារបស់គាត់ហើយគ្រូសាដ៏ស្រាប់ទៀតរបស់ខ្ញុំគឺគ្មានវត្ថុមានតម្លៃអីដើម្បីសងគុណអ្នកទេហើយគាត់ក៏បានដកអំពងជក់ដែលនៅចកែរបស់គាត់ទៅឲ្យលីវវ៉ាន់ដើម្បីជក់តែលីវវ៉ាន់ណាក៏បាននិយាយថាទេខ្ញុំអត់ចេះជក់ទេដោយទៅវិញគាត់ក៏បានសួរអំពីរឿងរបស់ដែលពួកគេបានជួបមិញហ្នឹងថាវាជាស្អីហាតើវ័យក្មេងតើអ្នកដឹងតើអ្នកមិនតែដេញវាចេញមិញហ្នឹងទេមែនយើងមើលទៅកាន់មុខលីវវ៉ាន់ទៅដឹងហើយហើយលីវវ៉ាន់ក៏បំបាយទៅសួររឿងផ្សេងថាតាហ្នឹងគឺគាត់មាននៅផែនទីនៅតំបន់នេះអត់ពួកគេគឺមិនមែនជាអ្នកស្រុកនៅទីនេះទេអញ្ចឹងវាធ្វើពួកគេវងវែងក្នុងព្រៃអូយនិយាយចេះជាប់មាត់ហ្មងតែយល់ណាក៏បានតទៅវិញថាគាត់ហ្នឹងគឺមិនមានផែនទីទេប៉ុន្តែគាត់នឹងគូតារបស់គាត់ហ្នឹងគឺតែងតែធ្វើដំណើរតាមតំបន់ហ្នឹងអញ្ចឹងធ្វើឲ្យពួកគាត់ហ្នឹងគឺស្គាល់ផ្សៅហើយគាត់ក៏បានសួរទៅកាន់លីវវ៉ាន់ថាតើលីវវ៉ាន់ហ្នឹងគឺទៅណាដែរបើសិនជាពួកគេទៅកន្លែងតែមួយអញ្ចឹងពួកគេអាចទៅជាមួយគ្នាអញ្ចឹងហើយគាត់ក៏បានគិតថាអាខ្មោចណាគឺវាអាចនឹងតាមដានពួកគេអញ្ចឹងបើសិនជាឲ្យលីវវ៉ាន់ទៅជាមួយគឺលីវវ៉ាន់អាចជួយការពារគ្រួសាររបស់ពួកគេបានណានៅពេលដែលបានធ្វើការអញ្ជើញរបស់តានឹងហើយលីវវ៉ាន់ក៏បន្តទៅវិញថាគាត់ឲ្យគឺមានទីកន្លែងច្រើនទៀតគាត់ទៅហើយពួកគេទាំងអស់នេះគឺជាសិស្សប្អូនរបស់ខ្ញុំមើលទៅជូនពួកគេទៅផ្ទះវិញហើយនៅមានមនុស្សច្រើនទៀតដែលមិនអាចទៅផ្ទះបានអញ្ចឹងគាត់គឺទៅយកដំណឹងទៅប្រាប់គ្រួសាររបស់ពួកគេពេលដែលបានធ្វើអញ្ចឹងតាយុនក៏បានយល់អំពីពាក្យសម្ដីរបស់លីវវ៉ាន់ផងដែរហើយគាត់ក៏បានយកឈើយកមកគូនៅអ្វីមួយហើយក៏បានប្រាប់ឲ្យលីវវ៉ាន់មកមើលហើយគាត់ក៏បានប្រាប់លីវវ៉ាន់ថាអ្វីដែលគាត់កំពុងតែគូនឹងគឺជាផែនទីបែបសង្ខេបលីវវ៉ាន់ក៏បានសួរថាតើឥឡូវនេះពួកយើងកំពុងតែនៅទីណាហើយបន្ទាប់មកគាត់ក៏បាននិយាយបញ្យល់ទៅកាន់លីវវ៉ាន់ថានេះគឺជាហ៊ុយស៊ូពីក្រុមហ៊ុយស៊ូនឹងគឺជាស៊ីឈីហើយខាងស្វែងស៊ីឈីនឹងគឺជាណានពីង Kingdom ឬក៏នគរណានពីងហ្នឹងឯងហើយតែយល់ណាក៏បាននិយាយថាឥឡូវនេះពួកយើងកំពុងតែធ្វើដំណើរទៅកាន់វូលីកាំងហើយបើសិនជាយើងធ្វើដំណើរហូបវូលីកាំងទៅយើងទៅដល់ទីក្រុងជាងយីហើយបើសិនជាយើងធ្វើដំណើរហូបជាងយីទៀតយើងទៅដល់ស៊ីជាងអូរៀបរាប់តប៉ែច្រើននេះខ្ញុំមែនទាំងអ្នកគ្នានឹងយល់អត់ផងក៏វាបានស្ដាប់ការរៀបរាប់របស់តាយុនហើយវាបានណាក៏បានគិតថាពិភពនេះវាដូចជាជប៉ុនទាំង5ស្អីមិននគរទឹក10អីមិនខ្ញុំរៀបរាប់អ្នកគ្នាវាតប៉ែហើយបន្ទាប់មកគាត់ក៏បានសួរទៅកាន់តាយុនថាគាត់ហ្នឹងគឺចង់ទៅកាន់នគរលីអានតើគាត់គួរទៅតាមផ្លូវណាតើអ្វីក្មេងតែចង់ទៅកាន់នគរលីអានមែននគរលីអានណាគឺវាពិតជាឆ្ងាយពីទីកន្លែងនេះខ្លាំងណាស់ហើយម្យ៉ាងទៀតវាក៏នៅមានសង្គ្រាមជាមួយនឹងនគរណានភីងរបស់យើងប្រហែលឆ្នាំមុនផងដែរពេលដែលបាននោះអញ្ចឹងធ្វើលីវ៉ាន់និងលីតមីអូនាងក៏បានតម្លាក់ទឹកមុខចោលនៅពេលហ្នឹងលីវ៉ាន់ក៏បានហុចសាច់ទៅឲ្យនាងហើយក៏បាននិយាយថាកុំបារម្ភអីខ្ញុំគឺនឹងជួនអ្នកទៅផ្ទះរបស់អ្នកតែយុនក៏បានបន្តទៀតថាបើសិនជាលីវ៉ាន់គឺចង់ធ្វើដំណើរទៅកាន់នគរលីអាណាគាត់គឺទៅតែធ្វើដំណើរឆ្លងកាត់នៅក្រុងជាងយីសិនពេលហ្នឹងចុងវឺក៏មិនតែខ្ញុំភ្លេចឈ្មោះបាត់ហើយវាក៏បាននិយាយថាតែស្បងលីគ្រូសារបស់ខ្ញុំគឺនៅក្នុងក្រុងជាងអាងក៏អំអ្នកគ្នាជាងយីហើយប៉ែនេះក៏បានបន្តថានៅក្នុងក្រុងជាងយីហ្នឹងគឺថាវាមានសេវាកម្មមួយដែលអំណាចយើងផ្ដល់ឲ្យគេគឺគេអាចបញ្ជូនសារជាច្រើនកន្លែងមកនៅក្នុងនគរណានភីងវាចឹងហើយលីវ៉ាន់ណាក៏បានគិតមួយសន្ទុះហើយមួយសន្ទុះក្រោយមកគាត់ក៏បានយល់ព្រមហើយលីវ៉ាន់ក៏បានងើបឈរនិងបាននិយាយទៅកាន់តាយុនថាពួកគេគឺនឹងធ្វើដំណើរទៅកាន់ក្រុងជាងយីជាមួយនឹងគ្នាលីវ៉ាន់ក៏បានបន្តថាគាត់នឹងការពារពួកគេក្នុងពេលធ្វើដំណើរនៅពេលដែលបាននៅអញ្ចឹងធ្វើឲ្យតាហ្នឹងគឺសប្បាយចិត្តយូរហ្មងហើយយើងក៏បានឃើញដែរថាខ្មោចមុខពីរគឺបានលួចមើលពួកគេហើយវាក៏បានសើចសាច់រឿងរបស់យើងក៏កាន់មកនៅពេលព្រឹកនៅពេលនេះពួកគេបានធ្វើដំណើរមកដល់ទីកន្លែងមួយហើយតាយុនក៏បាននិយាយប្រាប់លីវ៉ាន់ថាបន្ទាប់ពីគ្រោះយ៉ាងស្ងួតហើយហ្នឹងនគរណានភីងទាំងមូលក៏បានជួបប្រទះជាមួយនឹងគ្រោះទឹកជំនន់បណ្ដាលឲ្យប្រជាជនធម្មតាពិបាករកអីញ៉ាំហើយកន្លែងនេះពួកគេនិយាយអំពីអ្នកមានអ្នកកអីចឹងតែខ្ញុំសុំកាត់ហើយនៅពេលហ្នឹងក៏មានក្មេង2នាក់គឺបានរត់មកលេងជាមួយនឹងប្រងល់នៅពេលដែលបានឃើញក្មេងហ្នឹងក៏បានធ្វើមុខដូចខ្មោចបណ្ដាលឲ្យក្មេងនេះគឺថាយំហ្មងតើលេងស្ដាប់ការសរសើររបស់តាយុនមួយតាយុនក៏បានសរសើរលីវ៉ាន់ថាលីវ៉ាន់គឺនៅវិញក្មេងទេប៉ុន្តែគឺគាត់មានសមត្ថភាពខ្លាំងអញ្ចឹងហើយគឺថាអនាគតរបស់គាត់ហ្នឹងគឺគ្មានគូប្រៀបហ្មងហើយលីវ៉ាន់ណាក៏បានសួរទៅកាន់តាយុនថានៅក្នុងនគរណានភីងនេះគឺថាមាននិកាយណាមួយដែលគេស្គាល់ច្រើនអត់យេសួរទៅគឺជាមនុស្សដែលមានសមត្ថភាពពិសេសដូចគាត់អញ្ចឹងសមត្ថភាពពិសេសមែន
អូគឺមាននិកាយមួយនៅក្នុងទីក្រុងស៊ីជាងដែលអាចជួយឲ្យមនុស្សគឺមានកូនបានគឺទៅនៅគ្នាបើសិនជាអីមួយគ្នាទេគឺគ្មានកូនទេតែនឹងក៏បាននិយាយថាគាត់នឹងគឺអត់ចាំឈ្មោះវាទេអញ្ចឹងនៅពេលដែលលីវ៉ាន់ទៅដល់នឹងអីលីវ៉ាន់ស៊ូឈ្មោះគេទៅស៊ូមនុស្សតាមផ្លូវហើយនៅពេលណាកូនប្រុសរបស់គាត់ក៏បានប្រាប់ថាអូពួកយើងគឺបានមកដល់នៅវូលីកាងហើយហើយតាយន់នឹងក៏បានប្រាប់ឲ្យលីវ៉ាន់ចូលទៅក្នុងភូមិដើម្បីជួយបើកនៅឆាយអីគាត់អញ្ចឹងពួកអីគាត់អ្នកសំដែងនៅខោនហើយលីវ៉ាន់ណាក៏បានយល់ព្រមផងដែរចាប់ផ្ដើមនៅវគ្គទី17របស់យើងមកយើងក៏បានឃើញថាលីវ៉ាន់ណាក៏កំពុងតែដេញនៅលើតបើហើយក៏បានគិតថាតានៃកាយដែលនៅក្នុងទីក្រុងស៊ីជាងនឹងគឺវាដូចចំណេចទៅអូយយ៉ាងណាក៏ដោយអាការដែលជួយយើងអាចយកកូនប្រុសបានណាស្ដាប់ទៅវាដូចជាអត់គួរឲ្យទុកចិត្តសោះហ្មងមែនតើអ្នកគ្នាស្ដាប់ទៅដូចអត់គួរឲ្យទុកចិត្តសោះហ្មងហើយប៉ុន្តែពួកគេគឺហ៊ានបង្កើតនិកាយនៅក្នុងទីក្រុងដ៏ធំអញ្ចឹងណាវាច្បាស់ជាមិនមែនជានិកាយពួកបិសាចអីទេហើយហ៊ូវ៉ាន់ក៏កំពុងតែដេកសុកៗណាលឿនមៀវនេះក៏បានចាក់មុខរបស់គាត់ម្ដាយគាត់ងើបអង្គុយហើយក៏បានសួរថាលឿនមៀវហេតុអីបានជាអ្នកដកកណាត់ចេញពីមុខរបស់អ្នកអញ្ចឹងវាមិនទាន់ដល់ពេលយប់នោះទេបាទលឿនមៀវវិញនាងគឺមិនបានឆ្លើយនៅសំណួររបស់លីអូវ៉ាន់ទេនាងក៏បានប្រាប់ឲ្យលីអូវ៉ាន់ណាឆាប់មើលកញ្ចក់តម្រិតនេះមើលហើយនៅពេលដែលគាត់បានឃើញមុខរបស់គាត់ក្នុងកញ្ចក់ហ្នឹងហើយគាត់ក៏បានស្រែកថាហេចាំបន្តិចខ្ញុំសុំមើលមុខរបស់ខ្ញុំឲ្យច្បាស់បន្តិចមើលហើយនៅពេលដែលគាត់បានមើលមុខរបស់គាត់ច្បាស់ណាស់ម្ដាយគាត់បើកភ្នែករំធំហ្មងហើយគាត់ក៏បានសួរថាលឿនមៀវតែខ្ញុំមើលទៅអញ្ចឹងមែនពេលដែលខ្ញុំនៅក្នុងប្រាសាទជីងហ្វាននៅពេលដែលបានហ៊ូវ៉ាន់គាត់សួរអញ្ចឹងម្ដាយលឿនមៀវនេះក៏បានឆ្លើយទៅឆ្ងល់ទៅវិញថាទៅហើយសបងអ្នកគឺតែមើលទៅបែបហ្នឹងឯងតើវាមានអ្វីចម្លែកជាមួយនឹងកញ្ចក់ហ្នឹងមែនតើអ្នកគ្នាគេចង់និយាយថាចែតើអ្នកមើលទៅវាចម្លែកមែននៅក្នុងកញ្ចក់ហ្នឹងអីចឹងហ៊ូវ៉ាន់ក៏បានតបទៅលីនមៀវវិញថាអូគឺគ្មានអីទេហើយគាត់ក៏បានគិតថាតើគឺយ៉ាងមកខ្ញុំមើលទៅបែបហ្នឹងមែននៅក្នុងពិភពលោកនេះអូយកាលនៅក្នុងទីពេទ្យចាខ្ញុំគាត់ទៅជាសិស្សវិទ្យាឲ្យតែប៉ុណ្ណោះហេតុអីបានជាខ្ញុំនៅទីពិភពលោកនេះមើលទៅចាំហ៎តែចិត្តរបស់ខ្ញុំពេលញ៉ៃញ៉ៃហើយការចងចាំរបស់ខ្ញុំក៏វាបែកខ្ញែកទៀតជីវិតរបស់ខ្ញុំពេលដូចយើងកំ pl ែងអញ្ចឹងហើយសាច់រឿងរបស់យើងកាត់មកតាយុនដែលគាត់កំពុងទៅលេង account ជាមួយនឹងគ្រូសាស្ត្ររបស់គាត់តែខ្ញុំសុំអត់និយាយទេគឺវាអត់ប្រយោជន៍អញ្ចឹងខ្ញុំសុំកាត់ឯណាហើយយើងក៏បានឃើញថាហ៊ូវ៉ាន់ណាក៏កំពុងតែឈ្មោះមកពួកគេផងដែរតែយុននៅពេលដែលបានឃើញអញ្ចឹងគាត់ក៏បានហៅថាតាមវ័យក្មេងហើយមកគាត់ក៏បានរត់មកលីវ៉ាន់នៅពេលដែលបានឃើញអញ្ចឹងក៏បានសួរថាតើមាននឹងអីមាននឹងអីតលីអ្នកគ្នានិយាយជាជាប់មាត់រហូតពេលដែលតាយុនក៏បានរត់ដល់ហើយគាត់ក៏បាននិយាយថាគាត់សុំឲ្យលីវ៉ាន់ណាជួយគាត់រឿងមួយនៅពេលដែលបាននៅអញ្ចឹងហើយលីវ៉ាន់ណាគាត់ក៏បានតទៅវិញថាប៉ុន្តែខ្ញុំគឺមិនចេះលេង account នៅក៏ជើងអូប៉េរ៉ាទេអញ្ចឹងខ្ញុំខ្លាចថាខ្ញុំគឺមិនអាចជួយអ្នកបានទេអូទេគឺមិនជឿនឹងទេមិនជឿនឹងទេគឺវាជឿផ្សេងទៀតដែលខ្ញុំចង់ឲ្យអ្នកជួយគឺថាអញ្ចឹងគឺវាមានគ្រូសាអ្នកមានមួយនៅក្នុងវូយកាងនេះហើយលោកម្ចាស់ហ៊ូនៃគ្រូសាហ៊ូណាគឺបានប្រាប់អ្នកគេម្នាក់នៅកង្កោឆាឲ្យមកប្រាប់ខ្ញុំគឺថាគាត់ណាគឺចង់ឲ្យខ្ញុំទៅសំដែង account ខ្មោចនៅផ្ទះរបស់គាត់នៅពេលដែលបាននៅចឹងធ្វើលីវ៉ាន់ក៏ភ្ញាក់ផ្អើលមកហើយគាត់ក៏បានឆ្លើយថាស្អីគេសំដែង account ខ្មោចតែអ្នកចាំមានថា account សម្រាប់ខ្មោចមើលមែនមើលគាត់ទៅគាត់ដឹងថាគាត់ភ្ញាក់ដល់កម្រិតណាដែរគាត់ក៏បានតទៅវិញថាអូគឺមិនអញ្ចឹងទេហើយគាត់ក៏បានបកស្រាយទៀតថាគេហៅថា account ខ្មោចណាវាគ្រាន់តែជាការសំដែងនៅក្នុងសាលដូនតាតែប៉ុណ្ណោះអ្នកគ្នាមើលអស័ព្ទផ្លាកព្រលឹងឲ្យខ្ញុំទៅទេហើយគាត់ក៏បានថែមថាវាមិនមែនជាបញ្ហាអីធំនោះទេនៅពេលដែលបាននៅអញ្ចឹងហ៊ូវ៉ាន់ក៏បានតទៅវិញថាបើវាគ្រាន់តែបែបហ្នឹងអញ្ចឹងហេតុអីបានជាអ្នកមិនព្រមធ្វើវាដោយខ្លួនឯងហ្មងទៅរបៀបថាគាត់តែរឿងប៉ុណ្ណឹងសោះហេតុអីបានតានឹងតការចំនួនពីហ៊ូវ៉ាន់អីចឹងណាហើយតាយុនក៏បានតទៅវិញថារសារហ្នឹងគឺជាលើកទី1របស់គាត់ចឹងហើយបណ្ដាគាត់ហ្នឹងគឺមានអារម្មណ៍សោកសួរអញ្ចឹងបានជាគាត់អញ្ជើញលីវ៉ាន់ទៅជាមួយគាត់ដើម្បីធ្វើឲ្យគាត់មានអារម្មណ៍សួរជាងមុនអញ្ចឹងពីអារម្មណ៍ស្ងប់អីចឹងអ្នកគ្នាអូអញ្ចឹងខ្ញុំសុំទោសផងតាយុនខ្ញុំគឺមិនអាចជួយអ្នកជាមួយនឹងរឿងនេះបានទេហើយគាត់ក៏បានគិតថាជាធម្មតាគាត់តែងតែព្យាយាមគេចចេញអំពីរឿងទាំងអស់ហ្នឹងអញ្ចឹងហើយគាត់មិនភ្លើទាញខ្លួនរបស់គាត់ចូលទៅកាន់រឿងចឹងទៀតទេហើយគាត់ក៏បានងាកមុខដើរចេញបាត់ទៅតែមកសាច់រឿងរបស់យើងក៏កាត់មកទីកន្លែងមួយដល់ពេលនេះយើងក៏បានឃើញថាលីវ៉ាណាកំពុងតែនិយាយជាមួយនឹងបាយលីនមៀវហើយលីនមៀវនេះក៏បាននិយាយប្រាប់លីវ៉ានថាសបងអាហាររបស់យើងគឺមិននៅសល់ច្រើននោះទេអញ្ចឹងហើយទោះបីជាពួកយើងគឺញ៉ាំវាសំចៃយ៉ាងណាក៏ដោយក៏វាអាចនៅសល់យ៉ាងច្រើនបានត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះតើវាដោយសារតែពួកយើងគឺខ្វះប្រាក់មែនខ្ញុំគឺនៅមានបន្តគុជមួយអញ្ចឹងខ្ញុំអាចយកវាទៅដូរយកប្រាក់បាននៅពេលដែលបានហ៊ូវ៉ាន់គាត់និយាយអញ្ចឹងលីនមៀវនេះក៏បានតទៅវិញថាប៉ុន្តែសបងលីនៅក្នុងភូមិនេះគឺគ្មានហាងបញ្ចាំនោះទេហើយទោះបីជាពួកយើងចង់យកវាទៅដូរយកអាហារក៏ដោយក៏វាមិនមានគ្រប់គ្រាន់ផងដែររបៀបថាអ្នកភូមិគឺគាត់អត់មានគ្រប់គ្រាន់អីចឹងណាអូតាមពិតគឺវាអញ្ចឹងហើយនៅពេលហ្នឹងតាយុនគាត់ក៏បានរត់មកហើយក៏បានហៅថាតើវ័យក្មេងមើលទៅដូចជាគាត់មានរឿងសំខាន់អីចឹងហើយនៅពេលគាត់អត់ដល់គាត់ក៏បាននិយាយថាអូលីវ៉ាណាគាត់សាថ្មីដោយសារតែលោកម្ចាស់ហ៊ូហ្នឹងគឺថាដូចជាចិត្តល្អអីចឹងខ្ញុំសុំខែដែរអ្នកគ្នាហើយលីវ៉ាណាក៏បានសួរថាពួកគេផ្ដល់តម្លៃឲ្យមែនហើយតាយុនក៏បានលើកដៃ10ដែលបាននិយាយថាលោកម្ចាស់ហ៊ូហ្នឹងគឺបានឲ្យនៅ10ធាលនៃកាក់បាក់បើដល់តាធាលហ្នឹងគេប្រែមកថាមិនទេ sorry ផងហើយគាត់ក៏បានថែមទៀតថាបើសិនជាហ៊ូវ៉ាន់គឺព្រមទទួលនោះគឺថាពួកគេគឺនឹងចែកគ្នាម្នាក់5ធាលហើយបើសិនជាយកវាទៅប្រូទៅជាកាក់ spawn វិញគឺថាវាស្មើនឹង5000នៃកាក់ spawn ឯណោះដល់ពេលបានដូចអញ្ចឹងលីវ៉ាណាក៏បានគិតផងដែរនៅពេលគាត់បានឃើញទឹកមុខរបស់លីវ៉ាន់អញ្ចឹងតាយុនក៏បានថែមថាគាត់ហ្នឹងគឺឲ្យលីវ៉ាន់ 60% គាត់យកតែ 40% ទេហើយគាត់ក៏បាននិយាយថាគាត់សុំរកលីវ៉ាន់ដោយសារតែគាត់គឺពិបាកលុយហ្មងពេលបានលឺអញ្ចឹងលីវ៉ាណាក៏បានគិតមួយសន្ទុះហើយបន្ទាប់មកក៏បានដាក់ដៃរបស់គាត់ទៅលើកណ្ដឹងហើយក៏បានសួរទៅកាន់តាយុនថាតើតាយុនហ្នឹងគឺមានស្គាល់កន្លែងណាដែលមានជាងដែកអត់ជាងដែកមែនហើយលីវ៉ាន់ក៏បាននិយាយថាគាត់នឹងយកការងារនឹងបន្តែដំបូងគាត់ត្រូវការជាងដែកដើម្បីឲ្យមកជួសជុលកណ្ដឹងរបស់គាត់សិន
ហើយបន្ទាប់មកយើងក៏បានឃើញបរមអ្នកកំពុងតែដំដៃដែលបរមអ្នកហ្នឹងគាត់គឺជាជាងដៃហ្នឹងឯងអូយសូមកាត់ឯអ្នកគ្នាហើយលីអូវ៉ាន់ក៏បានសួរទៅគាត់ថាតើគាត់នឹងមានដំណោះស្រាយអីអត់ហើយគាត់ក៏បានហៅលីអូវ៉ាន់មកហើយយើងក៏បានឃើញថាពីរអ្នកហ្នឹងកំពុងតែពឹងកាច់ដល់ហើយគាត់ក៏បាននិយាយថាអត់ប្រើកម្លាំងរបស់អញងលីអូវ៉ាន់ក៏បានតបទៅថាគាត់នឹងគឺបានប្រើកម្លាំងទាំងអស់របស់គាត់ហើយគឺថាពឹងមិនក៏កណ្ដឹងនឹងមិនមកដែរចុងក្រោយគឺថាពីរអ្នកហ្នឹងគឺអស់កម្លាំងទាំងសងខាងហ្មងបាទហើយពូជើងដៃហ្នឹងគាត់ក៏បាននិយាយថាវាពិតជាចម្លែកតើឈ្មោះហ្នឹងវាធ្វើមកពីអ្វីហេតុអីបានជាវាតាន់ម៉េចខ្ញុំបានចាំថាមុនណាពេលដែលអ្នកបានដកវាចេញមកគឺវាខូចជាងឯងប៉ុន្តែគឺអ្នកនៅតែអាចប្រើប្រាស់វាបាន sorry ផងអ្នកគ្នាសម្រាប់សម្លេងរំខាននេះអីឥឡូវនេះចែកចោលពីយើងគឺនឹងធ្វើដំណើរទៅកាន់សារដូនតារបស់គ្រូសាហ៊ូមុនហ៊ូវ៉ាន់វិញគាត់មិនបានខ្វល់នៅពាក្យតែរបស់តាងទេគាត់ក៏បានលោកដៃទៅយកអ្វីមួយយ៉ាងក្នុងអាវរបស់គាត់ដែលហ្នឹងគឺជាឆ្នាំនៅតាមមកស្អុយធប់ឲ្យគាត់ហើយគាត់ក៏បាននិយាយថាគាត់នឹងព្យាយាមម្ដងទៀតដោយធ្វើទៅខ្លួនឯងដល់ពេលដែលបានដូចចឹងពូជើងដៃគាត់ក៏បាននិយាយថាអេអត់យើងពីរនាក់មិនអាចធ្វើវាបានផងចុះតែឯងគឺឯងអាចពេលហ្នឹងគាត់ថាគាត់ក៏បាក់ភ្នែកធំហ្មងយើងគឺបានឃើញថាបន្ទាប់ពីគាត់បានលើកឆ្នាំហ្នឹងហើយគាត់ក៏បានប្រើកម្លាំងយ៉ាងខ្លាំងដើម្បីទាញកណ្ដឹងហ្នឹងឲ្យស្មើគ្នាវិញហើយបានមួយសន្ទុះក្រោយមកគឺថាវាបានលួចវល់ហ្មងបាទដែលពូជាងគឺថាភ្ញាក់ផ្អើលហ្មងហើយបន្ទាប់មកលីអូវ៉ាន់ក៏បានមកកន្លែងស្ងាត់មួយហើយគាត់ក៏បានគិតថាមុនពេលដែលគាត់ទៅកាន់សាររបស់ដូនតាគឺសាហ៊ូគឺគាត់ទៅសាក់ដបងប្រើកណ្ដឹងនេះមុនសិនហើយគាត់ក៏បានគូកណ្ដឹងសួរទៅបណ្ដាលឲ្យទឹកនោះគីហ្នឹងគឺថាខ្ចាក់ខ្ចាយហ្មងហើយវាពិតជាដំណើរការពិតមែនហើយយើងក៏បានឃើញថា Master Yu ហ្នឹងវាក៏បានចេញមកផងដែរហើយគាត់ក៏បានគិតថាទោះបីជាគាត់អាចក៏ហៅវាបានតែមួយក៏ដោយក៏វានៅតែល្អផងដែរហើយជំហានបន្ទាប់របស់គាត់ហ្នឹងគឺថាគាត់ស៊ីដីដោយតាមមកស្អុយនឹងឯងហើយយើងក៏បានឃើញថាគាត់យកដៃរបស់គាត់កាយដីយកហ្មងគាត់ក៏បានយកដីដាក់ចូលមាត់របស់គាត់ទៅពេលសុទ្ធតែញាប់បន្ទាប់គាត់និយាយថាគាត់ក៏អាចនិយាយជាមួយនឹង Master Yu នឹងបានហើយគាត់ក៏បានសួរទៅកាន់វាថាតើវាអាចយល់នៅពាក្យរបស់គាត់បានអត់ហើយ Master Yu ក៏បានតបទៅថាគឺវានឹងយល់ហើយ Leo Wan ក៏បានសួរទៀតតើខ្ញុំអាចប្រើប្រាស់អ្នកបានអត់គាត់ក៏បានគិតដែរហេតុអីបានជាសរសេររបស់គាត់ពេលនិយាយទៅទាំងបែកបាក់អញ្ចឹង Master Yu ក៏បានតបទៅវិញថាមានតែពេលដែល Leo Wan គឺដោះដូរអាយុជីវិតចំនួន3ខែ Hu Wan នៅពេលដែលបានអញ្ចឹងសារតែវាថយពេកគាត់ក៏បាននិយាយទៅចង់ចរចាតែខ្មោចនោះគឺបែរជានិយាយតាមគាត់ទៅវិញហើយដើម្បីប្រើប្រាស់ Master Yu ហ្នឹងគឺត្រូវការដោះដូរអាយុជីវិតចំនួន3ខែវាពិតជាថយហ្មងហើយគឺមិនអាចទំបីតែចរចាទៀតផងហើយមកតើបើខ្ញុំទៅប្រើពីសន្សំសំចៃនៅពេលអនាគតបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកនៅពេលយប់ហើយនេះគឺជាសារដូនតារបស់គ្រូសាហ៊ូតាំងវ័យក្មេងពួកយើងគឺបានមកដល់ហើយលោកម្ចាស់ហ៊ូគាត់និយាយថាគាត់គឺធ្លាប់ហៅគេមកសំដែងនៅខោនខ្មោចចឹងដែរហើយគឺវាអត់មានអីកើតឡើងទេចឹងហើយកុំឲ្យហ៊ូវ៉ាន់ហ្នឹងបារម្ភអីបន្ទាប់មកពួកគេក៏បានមកដល់កន្លែងលោកម្ចាស់ហ៊ូហើយតាយុនក៏បាននិយាយថាលោកម្ចាស់ហ៊ូនេះគឺជាតើវ័យក្មេងដែលខ្ញុំធ្លាប់ប្រាប់អ្នកនោះអីហើយគាត់ក៏បានថែរក្សាឲ្យតែមានលីអូវ៉ាន់នៅទីនេះហើយអ្វីៗគ្រប់បែបយ៉ាងគឺនឹងមានសុវត្ថិភាពហើយយើងក៏បានឃើញថាតាម៉ាប់នេះគាត់ក៏ជាលោកម្ចាស់ហ៊ូនឹងឯងហើយគាត់គឺមានឈ្មោះថាហ៊ូឈីងហើយគាត់ក៏បាននិយាយថាយប់នេះពួកគេនៅរំពឹងទៅលើពួកគាត់ទាំងពីរអ្នកហ្នឹងហើយសាច់រឿងរបស់យើងបានតវាដល់7តែខ្ញុំសុំកាត់ហើយបាទហើយតាប៉ោងគាត់ក៏បានរៀបរាប់អំពីច្បាប់ថាកុំឲ្យមានមនុស្សស្អីស្អុកខ្លះទៀតតែខ្ជិលរៀបរាប់ខ្វាច់បលអ្នកគ្នាហើយបន្ទាប់មកតាប៉ោងនិងអ្នកដែលពាក់ព័ន្ធផ្សេងទៀតក៏នៅគ្នាចាក់ចេញដោយទុកឲ្យអ្នកសម្ដែង account ជាមួយនឹង Leo Wan នៅទីហ្នឹងចំណែក Hu Wan វិញក៏សង្ឃឹមថាអ្វីៗគ្រប់បែបយ៉ាងនឹងទៅយ៉ាងលឿនបើមិនអញ្ចឹងទេគឺគាត់ដាច់បាយហើយបន្ទាប់មកការសម្ដែង account ក៏បានចាប់ផ្ដើមតែខ្ញុំសុំអត់និយាយទាំងអស់បន្ទាប់ផងអ្នកគ្នាថាតែវគ្គហ្នឹងគឺខ្ញុំមានកាត់ច្រើនអ្នកថាវិជ្ជាក៏អត់ប្រយោជន៍ហើយ Hu Wan ដែលកំពុងតែជួយជាងនៅគីណាក៏បានគិតផងដែរថាអើយអ្នកសម្ដែងចេះសម្ដែងទៅតែគ្មានអ្នកមើលផងណាប៉ុន្តែអាភ្លេង account នឹងស្ដាប់យូរទៅប្រូដែរតើវើយអូយទៅស្ដាប់ភ្លេងយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែងុយដេកដែរហើយសាហ្មងមិនល្អទេខ្ញុំកាន់តែងុយគេងទៅហើយតែខ្ញុំគឺមិនអាចគេងលក់ក្នុងរងពេលធ្វើការបានទេហើយតមកគាត់ក៏បានងក់មួយ plate បានសម្រាប់ហើយបន្ទាប់មកគាត់ក៏បានបាក់ភ្លេងយ៉ាងលឿនព្រោះតែមានអារម្មណ៍ថាដូចជាអសោសួរហើយគាត់ក៏បានអឺតមើលតាមទ្វារហើយបានគាត់ថាហេវិញឲ្យសុកពុតនឹងជប់ជឿអញ្ចឹងហើយ Leo Wan ក៏បានយកចេញទៅការបានសួរទៅកាន់តាយុនថាអីបានគាត់សុកជប់ជឿអញ្ចឹងតែតាយុនជាមួយនឹងកូនរបស់គាត់វិញពេលនេះកំពុងតែភ័យញ័រខ្លួនណាស់ដោយសារតែមានខ្មោចមួយនៅលើពួកគេហើយអាខ្មោចហ្នឹងគឺជាអាខ្មោចមកពីរលើកមុននឹងឯង Leo Wan នៅពេលដែលបានឃើញចឹងក៏បានគិតថាចុយអាខ្មោចហ្នឹងទៀតវើយហើយយើងក៏បានឃើញថាប្រច័ននៅក្រហមចំណែកខ្មោចហ្នឹងវាក៏បានបោះកាក់ស្លឹកមកយ៉ាងច្រើនហ្មងចំណែកអាអូនដែលតបានខ្មោចមកពីរដេញពេលកំពុងតែហ្នឹងនៅពេលដែលបានឃើញខ្មោចហ្នឹងទៀតហ្នឹងគឺថាអូនហ្នឹងចង់តែសើចយំហ្មងប៉ុន្តែតបានតាហ្នឹងគឺបិទមាត់តាន់បាទអូខ្ញុំចិត្តតែនិយាយទៅជាប់មាត់រហូតហ្មងហើយភ្លេចឈ្មោះទៀតហើយបន្ទាប់មកខ្មោចហ្នឹងក៏បានអន់មកចិត្តអូនហ្នឹងហើយវាក៏បាននិយាយថាណែរង្វាន់របស់ឯងដែលវាឲ្យហ្មងគឺសត្វតកាក់កដាយកហ្មងបាទហើយវាក៏បានហោះចូលក្នុងសាលដោយមិនបានខ្វល់អំពី Hu Wan ហ្មងហើយពេលដែលវាបានចូលទៅដល់ក្នុងហើយខ្មោចហ្នឹងវាក៏បាននិយាយថាបន្តការសម្ដែង Leo Wan គាត់បានមើលទៅកាន់ខ្មោចហ្នឹងហើយក៏បាននិយាយទៅកាន់តាយុនថាតាយុនណាក៏ឯងការសម្ដែងយប់ហ្នឹងគឺវាបន្តឲ្យឈប់អីអាហ្នឹងជាច្បាប់ដែលតាម៉ាប់បានដាក់ឲ្យហើយនៅពេលបានលើពាក្យរបស់ Leo Wan អញ្ចឹងតាយុនណាក៏ដូចជាយ៉ាងស្ទាក់ស្ទើរមិនដឹងទេពួកអីគាត់កំពុងតែខ្លាចបន្ទាប់មក Leo Wan ក៏បានបោះជំហានឡើងទៅលើហើយគាត់ក៏បាននិយាយថាអើយនៅស្ទាក់ស្ទើរអីទៀតហើយនៅពេលគាត់ឡើងទៅដល់លើគាត់ក៏បានចូលទៅអង្គុយអង្គលយហ្មងហើយតមកគាត់ក៏បាននិយាយថាបន្តការសម្ដែងតាយុននៅពេលគាត់បានលើពាក្យរបស់ Leo Wan អញ្ចឹងគាត់ក៏បានគិតមិនទូហើយតមកគាត់ក៏បានងក់ក្បាលជាមួយនឹងកូនរបស់គាត់ហើយគាត់ក៏បានប្រាប់ទៅកាន់ Leo Wan ថាគាត់នឹងបន្តការសម្ដែងទៀតប៉ុន្តែយើងមើលទៅកាន់អាសានអូនតានឹងវិញដូចជាមានអាគេម្នាក់គឺបានដាក់នៅក្បួនអ្វីម្យ៉ាងនៅលើវាអញ្ចឹងចំណែក Leo Wan ដែលកំពុងតែអង្គុយគិនខ្មោចនឹងវិញគាត់ក៏បានគិតថាចាខ្មោចនឹងមកវាអត់មានបើកការវាប្រហាតែវាចង់បានអីវើយ ប
ប៉ុន្តែយើងមើលទៅកាន់ខ្មោចហ្នឹងវិញវាកំពុងតែ enjoy ហ្មងកំពុងតែសប្បាយនឹងការមើលគេសំដែងនៅពេលដែលបានឃើញអញ្ចឹងវាវ៉ាន់ក៏បានគិតថាហេតើវាមកហ្នឹងមិនមែនទៅតែមើលការសំដែងណាអីអូគឺវាបានបែរខ្លាយទៅជាផ្សែងអាប់ម្ដងទៀតហើយហើយបន្ទាប់មកអាផ្សែងអាប់ហ្នឹងវាក៏បានផ្សាយភេទៅរកឆាកដែលពួកគេកំពុងតែសំដែងហ្នឹងហើយវាក៏បានយកកញ្ចក់ដៃរបស់វាទៅរកអូនដល់កំសត់របស់យើងហ្នឹងហើយបន្ទាប់មកកញ្ចក់ដៃហ្នឹងក៏បានធូរចូលក្នុងក្បាលរបស់អូនហ្នឹងហ្មងដល់វាហ្នឹងក៏បានលោកជាអ្វីម្យ៉ាងដែលមានពណ៌ក្រហមហ្នឹងគឺខ្ញុំមិនដឹងវាជាស្អីទេហើយវាក៏បានដកចេញមកដែលវាមើលទៅដូចជាទៀនអញ្ចឹងហើយវាក៏បានយកអាស្អីដូចជាទៀនហ្នឹងយកទៅខាមើលទៅតែញប់នៅពេលដែលបានឃើញអញ្ចឹងធ្វើឲ្យអូនដល់កំសត់របស់យើងគឺថានឹងញ័រខ្លួនអស់ហើយបន្ទាប់ពីវាស៊ីអាស្អីដូចទៀនហ្នឹងហើយវាក៏បានបើកមាត់របស់វាមកមើលទៅសាក់ទៅរឿងរបស់អូនហ្នឹងក្នុងមាត់របស់វាហ្មងប្រហែលជាអាទៀនហ្នឹងមើលទៅវិញ្ញាណរបស់អូនហ្នឹងហើយនៅពេលដែលវាមកងស៊ីទៀតវាវ៉ាន់ក៏បានកាប់វាដាច់ពាក់កណ្ដាលហ្មងវាវ៉ាន់ក៏បានយកដាវរបស់គាត់ទៅអាស្អីហ្នឹងដែលបានថែមកហើយក៏បាននិយាយថាមើលទៅឲ្យយើងទាយមើលអារបស់ដែលឯងស៊ីហ្នឹងគឺវាមិនមែនជាទៀនទេប៉ុន្តែវាគឺជាភាពភ័យខ្លាចដែលបានកើតឡើងក្នុងចិត្តរបស់មនុស្សតើវាអ្នកគ្នាមិនខ្ញុំស្មានតែអាហ្នឹងគឺជាវិញ្ញាណតែតាមពិតអាហ្នឹងគឺជាភាពភ័យខ្លាចឯងហើយគាត់ក៏បានចេញថាមពលរបស់គាត់ដោយចោលដាវរបស់គាត់ទៅកាន់វាចំណែកខ្មោចហ្នឹងវិញគឺធ្វើមុខអង្ពេបយកមកនៅពេលដែលបានឃើញចឹងក៏បាននិយាយថាចុយឲ្យខឹងមែនហ្នឹងអូអញ្ចឹងមានថាអញទេទៅមិនបានឲ្យខឹងហើយវាវ៉ាន់នៅក្នុងក៏បានចោទថាយល់ណាកុំតន់ឈប់ជួយយើងបើសិនជាអ្នកខ្លាចនឹងចំហាយខ្យល់ដល់ខ្លាំងដែលបានចេញមកហ្នឹងអ្នកគួរតែបិទភ្នែករបស់អ្នកដើម្បីជួយយើងចំណែកតាយន់ជាមួយនឹងកូនច្បងរបស់គាត់មើលទៅដូចជាគៀងមកដែរនៅពេលហ្នឹងអាកូនពោក៏បានសម្រេចចិត្តថាបិទភ្នែកឲ្យស្អាតជួយយើងយល់ហ្មងហើយខ្មោចហ្នឹងវាក៏បានលើកស្នាមញញឹមរបស់វាបន្ទាប់មកវាក៏បានហក់ទៅរកវាវ៉ាន់ហើយក៏បានសួរថាតើយើងមើលទៅដូចជាមនុស្សគឺជាខ្មោចច្រឡំអ្នកគ្នាវាចង់និយាយថាដូចជាមនុស្សក៏ជាពើហើយវាវ៉ាន់ក៏បានតទៅវិញថាអូឯនេះគឺភាពដូចជាវិញ្ញាណបិសាចដែលញាស់ចេញអំពីពងមន់ដែលមានយកពីរអញ្ចឹងណាជឿថាគ្នាប្រហែលធ្លាប់ឃើញពងមន់ដែលមានយកពីរហើយវាវ៉ាន់ក៏បានស្ទុះទៅកាប់វាដាច់ជាពីរហ្មងហើយខ្លួនវាបានដាច់ជាពីរពេលហ្នឹងក៏ចាប់ដើមហៀលលើខ្លួនឯងហ្មងតវាមុននៅពេលនេះគឺថាអ្នកជឿគឺនៅតែជឿចំណែកអ្នកវ័យគ្នាគឺនៅតែវ័យគ្នាអញ្ចឹងវាវ៉ាន់ក៏បានយកអាមកគាត់គប់ទៅកាន់អាបិសាចហ្នឹងប៉ុន្តែអាបិសាចហ្នឹងវាក៏បានគប់មកវិញគឺថាប៊ីសនឹងចំតែយន់ហ្មងហើយបន្ទាប់មកអាបិសាចហ្នឹងវាក៏បានដេញវ័យទៅហៅលាវ៉ាន់ក៏គប់ព្យាយាមកិច្ចហើយនៅពេលហ្នឹងគាត់ក៏បានចាប់យកនៅអាកំពីឋានសួគ៌ហ្នឹងយកមករងការវាយប្រហាររបស់បិសាចហ្នឹងប៉ុន្តែការវាយប្រហាររបស់បិសាចក៏បានប៉ះទៅកំពីឋានសួគ៌ព្រមតាមានភ្លើងពួកខ្មៅក៏បានចេញមកបណ្ដាបិសាចហ្នឹងគឺរងភ័យហ្មងពេលឃើញអញ្ចឹងលាវ៉ាន់ក៏បានគាត់ថាចុំយកមិនស្មានថាបិសាចហ្នឹងគឺវាខ្លាចនឹងកំពីឋានសួគ៌សោះហើយបិសាចហ្នឹងគឺថាមុខរបស់វាពោពេញទៅដោយភាពភ័យខ្លាចហ្មងក៏វាហ៊ានសម្លុកចូលទៀតទេហើយលាវ៉ាន់ក៏បានរត់ទៅមួយចំហៀងហើយក៏បាននិយាយថាហាបន្ទាប់គឺជាវេនរបស់យើងហើយវើយកន្លែងហ្នឹងគឺថាលាវ៉ាន់របស់យើងគឺថាឈរជៀសយ៉ាងសង្ហាហ្មងចំណែកឯខ្មោចដែលមានមុខដូចជាហុកហ្នឹងវិញវាកំពុងតែព្យាយាមកិច្ចអំពីភ្លើងពួកខ្មៅហ្នឹងហើយនៅពេលហ្នឹងគឺថាលាវ៉ាន់របស់យើងគឺថាគាត់រត់មកវៃយួរហ្មងប៉ុន្តែអាខ្មោចនោះវាក៏បានកិច្ចផុតបណ្ដាការវាបានរបស់លាវ៉ាន់ណាគឺទៅចំនឹងថ្មហ្នឹងវិញចំណែកអាខ្មោចហ្នឹងវិញគឺថាកង្ពេបយកហ្មងហើយនៅពេលហ្នឹងលាវ៉ាន់វិញគាត់ក៏បាននិយាយថាទៅឋាននោះទៅនៅពេលហ្នឹងគាត់ក៏បានគប់នៅកម្ពីឋានសួគ៌ទៅខ្មោចហ្នឹងហ្មងហើយធ្វើតែប៉ាំងប៉ុន្តែលាវ៉ាន់ណាគាត់ក៏បានខាំមាត់របស់គាត់ដោយសារតែអាខ្មោចណាគឺវាបានកិច្ចបាត់ហើយចង្អាយយកអាខ្មោចនេះគិតលឿនមែនណាហើយនៅពេលហ្នឹងសម្លេងរបស់តាយន់ក៏បានហៅគាត់នៅពីក្រោយតែគាត់កំពុងតែកាន់ណៅមកឲ្យលាវ៉ាន់គាត់ទៅឃើញយ៉ាងលាវ៉ាន់ក៏បានអរគុណគាត់ផងដែរព្រោះតែអាវក៏បាននោះក្នុងមួយគៀនហ្នឹងមិញហើយនៅពេលតាយន់ក៏បានងើបមកឡើងតាមពិតគាត់គឺជាអាខ្មោចមិញហ្នឹងសោះហើយអាខ្មោចហ្នឹងវាក៏បានសួរថាតើយើងមើលទៅដូចជាមនុស្សឬក៏ជាគាត់ក៏ជាពើអាហ្នឹងគឺអញ្ចឹងបណ្ដាលាវ៉ាន់គាត់ភ័យមកហើយគាត់ក៏បានបោះជំហានថយក្រោយបានគិតថាចុះអាអាបែបនេះមិនមែនជាតាយន់ប៉ុណ្ណឹងអាខ្មោចហ្នឹងក៏បានស្ទុះមកចាក់លាវ៉ាន់ផងដែរហើយលាវ៉ាន់ក៏មានអីឡងទៅសារតាដាវគឺនៅលើហោះនៅលើឃើញអត់ហើយក៏ចោលរបស់អាខ្មោចហ្នឹងវាក៏បានចាក់ចូលក្នុងរាងកាយរបស់លាវ៉ាន់អាហ្នឹងចាក់ហ្នឹងគឺមិនមែនចាក់ទៅចេញឈាមនេះគ្នាមើលទៅឃើញហើយទៅមកក៏បានធ្លុះរាងកាយរបស់លាវ៉ាន់យួរហ្មងហើយព្រោះខ្មោចយើងហ្នឹងក៏បានសើចឌឺទៀតប៉ុន្តែលាវ៉ាន់វិញក៏បានញញឹមឯងគឺមិនអាចអត់បានទៀតទេនៅពេលនេះហើយគាត់ក៏បានដកយកកណ្ដឹងទេភាពមកហើយក៏បានគូវានៅពេលហ្នឹងគឺមានយ័ន្តមួយបានលើកឡើងនៅលើក្បាលរបស់ខ្មោចហ្នឹងហើយតែពេលនោះគឺថាអា Master Yu ណាគឺបានហាមាត់នៅពីក្រោយវាយ៉ាងធំយួរហ្មងហើយ Master Yu ក៏បានខំកើបយួរហ្មងហើយខ្មោចហ្នឹងវាក៏លេដែលបានសល់សឹមតែស្បែកតែប៉ុណ្ណោះហើយទីបំផុតណាខ្ញុំគឺអាចចាត់ការវាបានហើយតាមពិតរាងកាយពិតរបស់វាក្នុងក្រមនឹងសអញ្ចឹងតែបងគាត់ខំកាប់ឲ្យរាងកាយនោះយ៉ាងណាក៏វានៅតែមកងាប់បើគិតជាពេលវេលាតនេះប្រហែលជាម៉ោង5ព្រឹកហើយចឹងវាបានចាប់ហើយនៅពេលនេះវាវ៉ាន់អមតាន់បានហ្មងពេលណាខ្មោចហ្នឹងក៏បានលើកឡើងម្ដងទៀតនៅគៀនគាត់ដល់វាកំពុងតែសោតអំពីគាត់អបជួយស្អីមិនខាតតែខ្ជិលវាបបណាព្រោះឲ្យខាញញ៉ៃចុយអាបែកនេះមិនទាន់ងាប់ផងហ្នឹងហើយគាត់ក៏បានហៅនៅ Master Yu ឲ្យមកខាំវាម្ដងទៀតប៉ុន្តែខ្មោចហ្នឹងគឺបានបំបែកទៅជា2ទៅជា3បណ្ដាលលាវ៉ាន់របស់យើងគឺគៀងយួរហ្មងខ្មោចហ្នឹងគឺថាបានបំបែកទៅជាច្រើនជាងមុនទៀតហើយវាគឺនៅតែបន្តសោតអំពីគាត់អបជួយហ្នឹងឯងលាវ៉ាន់ដែលកំពុងតែឈរនៅកណ្ដាលហ្នឹងក៏បានគិតផងដែរថាចុយពួកហ្នឹងកាលណាមិនចប់ហើយបន្ទាប់មកពួកហ្នឹងវាក៏បានសោតចប់មកដែលវាបានធ្វើឲ្យមានចំហាយអ្វីម្យ៉ាងដូចជាឈាមហ្នឹងផ្ទុះឡើងទៅលើយ៉ាងសាហាវហ្មងហើយក៏មានខ្សែពណ៌សច្រើនគឺបានហោះមកគាត់ហើយគាត់ក៏បានដឹងខ្លួនឯងដែរថាគាត់ហ្នឹងគឺបានធ្វើចូលក្នុងផ្ទះរបស់គេហើយ Welcome the God of Joy មកមុខដល់កអត់ទេខ្ញុំគឺមិនអាចគិតអំពីឈ្មោះនឹងបានទេយើងមើលវាវ៉ាន់ទៅដល់ហើយភ្នែកគាត់នៅពេលហ្នឹងផងដែរអាគាត់អបជួយណាវាក៏បានព្យាយាមបុកទម្លុះចេញមកប្រើមិនផងដែរយើងមើលទៅមុខទៅដឹងហើយនៅពេលនេះយើងបានឃើញថាខ្លួនរបស់វាវ៉ាន់ណាគាត់អងញ័រអស់ហើយក្នុងពេលហ្នឹងផងដែរក៏មានដៃមួយបានលុកចេញមកពីក្រោយខ្នងរបស់គាត់
ដល់ពេលដែលបានឃើញបែបនេះធ្វើឲ្យលីវ៉ាន់របស់យើងគាត់នឹងឆ្ងល់ហ្មងថាដៃនឹងចេញមកពីណាមិញហើយដៃហ្នឹងវាក៏បានលូកទៅចាប់បំបែកអាកតអបជួយហ្នឹងមិនថាវាគឺថាបែកខ្ទេចយូរហ្មងដែលគ្រប់យ៉ាងវាគ្រាន់តែជាការបង្កើតតែប៉ុណ្ណោះឃើញដូចខ្ញុំនិយាយចឹងហើយខ្ញុំបានហួចគូណាស់នៅពេលនេះគូទៅអរគុណទៅដល់ដៃនោះដែលបានជួយខ្ញុំហើយក៏បានងើបឈរហើយប៉ុន្តែតែដៃហ្នឹងគឺជាដៃរបស់អ្នកគេតែវាមិនអាចជាដៃរបស់តាយុនទេព្រោះតែគាត់ជាអ្នកដៃនៅខោតែប៉ុណ្ណោះនៅពេលហ្នឹងអាផាក់បើក្នុងក្រោយគាត់នោះវាក៏បានញ័របណ្ដាលីវ៉ាន់ក៏បានងាកទៅមើលហើយក៏បានទូថាអូតែអ្នកទាំងអស់គ្នាមែនតែបានជួយខ្ញុំហ្នឹងបន្ទាប់ពីលីវ៉ាន់គាត់និយាយចប់បណ្ដាលអាផាក់ភ្លើងទាំងអស់ហ្នឹងគឺដួលខ្ទេចយូរហ្មងហើយដល់ពេលបានឃើញយ៉ាងធ្វើឲ្យគាត់ចង់គៀងផងដែរអូយបើសិនជាមិនជាអ្នកគ្នាទេមិនចាំបាច់ណាព្រោះខ្លួនទៅណាស់ដែរខ្ញុំចង់និយាយថាចែកទោះបីជាមិនជាអ្នកគ្នាឡើយក៏មិនចាំបាច់ណាទៅបដូរខ្លួនម្ដងទាំងអស់ចឹងដែរវាអញ្ចឹងណាហើយôngពេជ្រនោះអាដៃដែលបានជួយគាត់មិញណាក៏បានលោកឧបាស្មារបស់គាត់ហើយក៏បានហៅគាត់ថាអាល្អិតអាយ៉ាតទៅមុននៅពេលនេះយើងក៏បានឃើញថាវាជាពេលព្រឹកអីហើយយើងក៏បានឃើញថាមានគេកំពុងតែសរសើរផងដែរថាការសម្ដែងវាបានល្អអញ្ចឹងគឺថាដូនតានឹងគឺថាចូលចិត្តអញ្ចឹងទៅហើយអ្នកដែលនិយាយទៅជាកូនរបស់តាម៉ាប់អាប៉ែតនឹងឈ្មោះរបស់វាគឺថាហ៊ូជាងហ៊ីវាក៏បាននិយាយទៅកាន់តាយុនផងដែរថាតាយុនគឺគាត់បានធ្វើការអំប៉ាអីចឹងណាហើយតាយុនក៏បានតបទៅវិញថាគាត់នឹងវាគាត់តែជាទូនទីរបស់គាត់អីចឹងណាហើយនៅពេលណាក៏មានដៃមួយក៏បានលោកមកទាញដៃអារបស់តាយុនហើយក៏បាននិយាយថាតើវាជាតាយុនមែនតែបានជួយនៅក្នុងសាលដូនតាការប្រយុទ្ធមិញនឹងហើយក៏បាននិយាយថាវាគឺបានលឺពីខាងក្រៅអូនម៉ាប់ហ្នឹងហើយអូនម៉ាប់ហ្នឹងក៏បានតទៅថាតាយុនគឺជឿមកល្អហើយឈ្មោះរបស់អូនម៉ាប់ហ្នឹងវិញគឺមានឈ្មោះថាហ៊ូសៅយីហើយតាយុនណានៅពេលដូចចឹងគាត់ក៏សប្បាយចិត្តផងដែរនៅពេលហ្នឹងផងដែរអាពាក្យចឹងហ៊ីហ្នឹងវាក៏បានដាក់កែវទឹកមកទៅហឹងយកហ្មងឧបហេតុជាកែវស្អាហើយវាក៏បាននិយាយថាឲ្យណាគេហ្នឹងមកយកអាអូនម៉ាប់ហ្នឹងទៅកាន់បន្ទប់អូនម៉ាប់វិញដើម្បីរៀនចឹងទៅចំណែកអាអូនម៉ាប់ដែលត្រូវបានគេទាញទៅណាវាក៏បានស្រែកថងដែរថាវាគឺមិនចង់រៀនពេកអីទេហើយតាយុនហ្នឹងក៏មិនអាចធ្វើឲ្យបានហើយបានទៅមើលហើយក៏ត្រូវទឹកមុខចុះហើយអាពាក្យចឹងហ៊ីហ្នឹងវាក៏បានធ្វើជាក្អកប្រឡប់រួចហើយវាក៏បានហៅអ្នកយាមហ្នឹងយកនៅអាកាប្រាក់ឲ្យហៅ Tenter Observer អ្នកគ្នាចាំអត់វគ្គមុនតែយន្តនៅពេលដែលទទួលបានវាហើយក៏អរគុណផងដែរហើយអាប៉ែតហ្នឹងវាក៏បានដើរចាក់ចេញមកទៅពេលហ្នឹងផងដែរកូនរបស់តាយុនវាក៏បានដើរចូលមកដោយបានសប្បាយចិត្តដើម្បីយកអារបស់សល់ហើយគេសែនអីហ្នឹងដើម្បីទៅយកអញ្ចឹងទៅនៅពេលដែលវាលុកទៅយកណាតាយុនក៏បានដកចេញមួយចានអញ្ចឹងទៅហើយក៏បានហុចវាទៅឲ្យលីវ៉ាន់ដល់តាយុនហ្នឹងគឺថាគាត់ចង់ឲ្យលីវ៉ាន់ញ៉ាំអញ្ចឹងហើយលីវ៉ាន់ក៏បានតទៅវិញឲ្យតាយុនហ្នឹងញ៉ាំមុនទៅហើយមិនបាច់ខ្វល់ពីគាត់ទេហើយយន្តនៅពេលដែលបានលឺចឹងគាត់ក៏បានតទៅវិញថាគូសាហួរវាគឺជាគូសាអ្នកមានអញ្ចឹងហើយគេបានធ្វើម្ហូបអីឆ្ងាញ់ល្អអញ្ចឹងហើយវាជាពិតជាគួរឲ្យសោកស្ដាយដែលលីវ៉ាន់គឺអត់ព្រមញ៉ាំអីចឹងទៅហើយបន្ទាប់មកលីវ៉ាន់ក៏បានសួរទៅកាន់តាយុនអំពីរឿងប្រយុទ្ធមិញថាតាយុនគឺបានឃើញអាផ្លាដូនតាមួយដួលម្ដងទាំងអស់ហត់តាយុននៅពេលដែលបានលឺចឹងក៏បានតទៅវិញថាធ្វើម៉េចមកគាត់ដឹងទៅព្រោះប្រយុទ្ធមិញគាត់ជឿហ្នឹងគឺថាគាត់បិទភ្នែកឲ្យបានមើលអីទាំងអស់ហ្នឹងចឹងហើយលីវ៉ាន់ក៏បានបែរមកគិតអំពីរឿងសម្លេងប្រយុទ្ធមិញគឺថាទោះបីជាសម្លេងហ្នឹងវាយ៉ាងពិបាកស្ដាប់តិចក៏ដោយក៏គាត់នឹងគឺនៅតែហ៊ានប្រកាសដែរថាសម្លេងហ្នឹងគឺជាសម្លេងរបស់តាមាត់ស្អុយថានៅក្នុងពិភពលោកណាក៏ដោយគឺមានតែតាមាត់ស្អុយទេដែលហ៊ានហៅគាត់ថាល្អិតហើយមិនថាអំពីការដួលរបស់ផ្លាដូនតាហ្នឹងហើយនឹងការបាត់ខ្លួនរបស់គាត់អបជួយគឺថារឿងទាំងអស់ហ្នឹងគឺថាវាអាចយកជាការបានហ្មងហើយអញ្ចឹងតែអាចទេថាតាមាត់ស្អុយហ្នឹងគឺវាបានកាត់ជាអមតៈមែនទេណោះគ្រាន់តែការគិតរឿងទាំងអស់ហ្នឹងធ្វើឲ្យលីវ៉ាន់មកយើងគឺថាបែកញើសយល់ហ្មងបន្ទាប់មកក៏បានព្យាយាមមកប្រឡំខ្លួនឯងហើយអាវិធីការចំណាញ់ឆ្នាំស្អីទាំងអស់ហ្នឹងគឺគាត់តែដកសងវាចេញអំពី novel តែប៉ុណ្ណោះអញ្ចឹងវាមិនអាចទៅរួចទេដែលតាមកស្អុយគឺថាអាចកើតជាអមតៈនោះហើយអញ្ចឹងតាហ្នឹងវាបានកើតទៅជាស្អីឲ្យប្រកបទៅចំណែកតាយុននៅពេលដែលបានឃើញថាលីវ៉ាន់ហ្នឹងផ្លាច់អញ្ចឹងគាត់ក៏បានសួរមកថាតើលីវ៉ាន់កំពុងតែគិតអំពីអ្វីលីវ៉ាន់ណាគាត់មិនបានឆ្លើយនៅសំណួររបស់តាចាស់គ្រូទេហើយគាត់ណាបានត្រឹមតែដកដង្ហើមធំហើយក៏បានគិតថាមិនថារឿងពិតឬក៏មិនពិតទេអ្វីដែលគាត់ទៅធ្វើឥឡូវគឺថាធ្វើដំណើរទៅកាន់ទីក្រុងទីជាងជាមុនសិនហើយធ្វើការស្វែងរកនៅជាប់ទ្វារស្រាំងឌីដែលតាចាស់គ្រូបានលើកឡើងច្រឡំអ្នកគ្នាឥឡូវលីវ៉ាន់ក៏បានឆ្លើយនឹងសំណួររបស់តាចាស់គ្រូវិញគឺថាគាត់មិនអីវាអញ្ចឹងឲ្យតាចាស់គ្រូញ៉ាំមុនអីចឹងទៅខ្ញុំចៃសួរហ្មងទៅហើយបន្ទាប់មកសាច់រឿងរបស់យើងក៏កាន់មកនៅពេលយប់ហើយយើងក៏បានឃើញថាមានមនុស្ស2នាក់កំពុងតែអង្គុយនៅចុងឈើដែលមនុស្ស2នាក់ហ្នឹងគឺជាលីវ៉ាន់ជាមួយនឹងលៀនម៉ែវហ្នឹងឯងហើយលៀនម៉ែវនេះក៏បានសួរទៅកាន់លីវ៉ាន់ថាប្រយុទ្ធមិញហ្នឹងគឺមានរឿងអីកើតឡើងអញ្ចឹងហើយលីវ៉ាន់ក៏បានរាប់ប្រាប់នាងអញ្ចឹងទៅគឺថារឿងហ្នឹងវាអញ្ចឹងណាអានឹងគាត់ប្រាប់លៀនម៉ែវលឿនមាវមិនស្ដាប់រឿងទាំងអស់ហ្នឹងហើយនឹងក៏មានអារម្មណ៍ថាដូចយ៉ាងខុសខ្លួនហើយក៏បានសុំទោសទៅកាន់លីវ៉ាន់ដែលបាននិយាយថាគឺដោយសារតែពួកគេហ្នឹងគឺវាអត់ប្រយោជន៍ខ្លាំងពេកបានប្រើពួកគេទាញលីវ៉ាន់ថយឲ្យលីវ៉ាន់មកធ្វើការម៉ាអីចឹងលីវ៉ាន់ណាក៏បានតទៅវិញថារឿងទាំងអស់ហ្នឹងគ្មានអីពាក់ព័ន្ធជាមួយនឹងលឿនមាវជាមួយនឹងអ្នកផ្សេងទៀតទេគឺថាបេតាហ្នឹងគឺវាបានរួបចាំមើលពួកគេទាំងបញ្ជូហើយវាផាបដាក់តាក់ដាក់អីចឹងហើយបន្ទាប់មកក៏បាននឹកឃើញអំពីរឿងដែលលឿនមាវគឺបានជួយគាត់នៅពេលដែលគាត់គឺអស់សង្ឃឹមហ្នឹងដែលគេចាំមកដល់វគ្គហ្នឹងហើយគាត់ណាក៏បានយកដៃរបស់គាត់ទៅចាប់ដៃរបស់លឿនមាវបណ្ដាលឿនមាវគឺថាអ្នករឿងអៀនហ្មងចុយអាប៉ែនេះចង់ទៅដើមប្រពន្ធអញយ៉ាហើយលឿនមាវនាងក៏បានញញឹមហើយនាងក៏មិនបានដកដៃចេញទេនាងក៏បានយកដៃរបស់នាងទៅចាប់ដៃរបស់លីវ៉ាន់វិញហើយទៅមកក៏បានផ្អែកក្បាលរបស់នាងទៅលើស្មារបស់លីវ៉ាន់មើលទៅស្វីតហ្មងស្វីតទៅពីអ្នកហ្នឹងទេប៉ុន្តែសម្រាប់អ្នកសម្លាយគឺថាឈឺបេះដូងយួរហ្មងហើយបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកនៅពេលព្រឹកហើយតាយូនណាក៏បានប្រាប់លីវ៉ាន់ថាទីក្រុងជាងយីហ្នឹងគឺវានៅមិនឆ្ងាយប្រហែលទេអញ្ចឹងគឺថាពួកគេប្រើពេលយ៉ាងកាន់តែ4-5ថ្ងៃទៀតឯហ្នឹងទៅដល់ហើយគឺទីក្រុងជាងយីអញ្ចឹងលីវ៉ាន់ក៏បានក្រោយទៅមើលអាប៉ែចុងវូនៅពីក្រោយគាត់ហ្នឹងអាប៉ែឆ្គំហើយមកគាត់ក៏បានគិតថា
បែកឆុងវូគឺថាតួប្រាប់គាត់ថាផ្ទះរបស់វានៅហ្នឹងអញ្ចឹងណាហើយរាវ៉ាន់គាត់បានមើលឃើញថាបែកឆុងវូមើលទៅដូចអត់សុបាយចិត្តអញ្ចឹងគាត់ក៏បានសួរថាបែកហ្នឹងមានកើតអីមែនហើយមិនអត់សុបាយចិត្តអញ្ចឹងព្រោះចិត្តបានទៅផ្ទះហើយអញ្ចឹងឆ្អឹងវាក៏បានតតទៅវិញថាវាមានចំណុចអ្វីសម្រាប់មនុស្សដែលអត់ប្រយោជន៍ដូចវាទៅផ្ទះអីចឹងណាខ្ញុំកាត់ត្រយទៅហើយវាក៏បានបន្តទៀតថាវាគឺមិនអាចសំបីតែលើកម្រាមដៃវាធ្វើការធម្មតាអីបានផងហ្នឹងហើយមនុស្សគ្រប់គ្នាទីនោះពួកគេក៏បានទៅទឹកមុខរបស់ពួកគេចោលផងដែរដោយសារតែមានអារម្មណ៍ដូចបែកហ្នឹងដែរអញ្ចឹងគឺអញ្ចឹងវាវ៉ាន់ក៏បាននិយាយទឹកចិត្តវាថាគាត់ហ្នឹងគឺនឹងបង្រៀនការចំណាញ់ឆ្នាំទៅដល់វាហើយគាត់ក៏បានយកដៃរបស់គាត់ទៅវាយឆ្មាឆ្អឹងហើយទៅមកគាត់ក៏បាននិយាយថាគឺថាមិនបាច់ឲ្យឆ្អឹងធ្វើអាការងារធ្ងន់ធ្ងរអីហ្នឹងទេឲ្យគាត់រៀនអំពីអ្វីផ្សេងអញ្ចឹងណាឆ្អឹងដោយសារបានវាវ៉ាន់លើកទឹកចិត្តហើយណាគាត់ក៏បានតទៅវិញថាគាត់ហ្នឹងគឺអត់ចង់រៀនអំពីការចំណាញ់ឆ្នាំស្អីទេតែគាត់ចង់រៀនអានអក្សរទៅអញ្ចឹងគឺថាមនុស្សគ្រប់គ្នាទីនោះគឺថាងាកមកមើលវាវ៉ាន់គ្រប់គ្នាហ្មងមុខភ្នែករបស់គេរឿងភ្លឺហ្មងឃើញអញ្ចឹងយកមើលវាវ៉ាន់នឹងបែកញើសតិចដែរហើយគាត់ក៏បានសួរថាពួកគេគឺចង់រៀនអំពីការអានមែនអាពួកហ្នឹងក៏បានងក់ក្បាលហើយតែយន់ណាក៏បានរត់អំសួររាវ៉ាន់ថារាវ៉ាន់គឺចេះអានមែនរាវ៉ាន់ក៏បានតទៅវិញថាគាត់ចេះខ្លះអញ្ចឹងហើយក៏បានសួរទៀតថាតែយន់ចង់រៀនដែរមែនតែយន់នៅពេលដែលបាននៅចឹងគាត់ក៏រឹងសប្បាយចិត្តដែរហើយគាត់ក៏បានសួរថាតើគាត់អាចរៀនបានដែរមែនហើយរាវ៉ាន់ណាក៏បានតទៅវិញថាហេតុអីបានជាមិនអាចហើយគាត់ក៏បានបន្តទៀតថាឃើញថាអ្នកគ្នាចង់រៀនអានទាំងអស់គ្នាអញ្ចឹងគាត់នឹងបង្រៀនអ្នកគ្នាថ្ងៃនេះយកហ្មងហើយសាច់រឿងរបស់យើងក៏កាត់មកនៅពេលថ្ងៃហើយយើងក៏បានឃើញថាមានអ្នកគេកំពុងតែរត់យ៉ាងលឿនហ្មងដែលម្នាក់ហ្នឹងគឺជាតាយន់ហ្នឹងឯងកូនរបស់គាត់ដែលនៅទីហ្នឹងក៏បានសួរផងដែរប៉ុន្តែគាត់បានតទៅវិញបិទមាត់វិញហើយគាត់ក៏បានប្រាប់កូនភាសារបស់គាត់យកនៅសាច់គ្រាមចេញមកយ៉ាងហើយនាងក៏បានប្រាប់ថាអូចាំបន្តិចខ្ញុំទៅមើលសិនហើយបានមួយសន្ទុះក៏មកអូនហ្នឹងក៏បានយកសាច់គ្រាមម្ដងហើយក៏បានប្រាប់អូរបស់នាងថាសាច់គ្រាមមកពីយើងគឺនៅសល់តែប៉ុណ្្នឹងឯងហើយអូនហ្នឹងក៏បានធ្វើជាដកដើមធំហើយនាងក៏បាននិយាយថានាងក៏ចង់ទុកវាខ្លះផងដែរប៉ុន្តែបើសិនជាតាយន់ចង់បានអីចឹងឲ្យលុយនាងវាប្រហែលលុកចឹងណាហើយនាងក៏បានតទៀតថាពួកគេក៏បានលុយបានខ្លះតាមការសំដែងរបស់เขาអញ្ចឹងទៅប៉ុន្តែលុយភាគច្រើនគឺបានទៅលើរីវ៉ាន់ហើយបន្ទាប់មកអូនហ្នឹងក៏បានលុយនិយាយសឹបតែម្នាក់ថាពួកគេខំសំដែងអីចឹងហើយលុយបានទៅលើរីវ៉ាន់អីចឹងទៅប៉ុន្តែការលុយនិយាយសឹបគឺថាប្តីរបស់នាងក៏បានស្ដាប់អញ្ចឹងហើយគាត់ក៏បានរត់ទៅប្រាប់ប្រពន្ធរបស់គាត់ឲ្យឈប់និយាយអញ្ចឹងទៅហើយគាត់ក៏បានធ្វើជាសួរអូរបស់គាត់ថាពួកគេគឺញ៉ាំអាសាច់គួយយប់មកមែនហើយផងអ្នកគ្នាសើញចាប់អីអញ៉ៃពេញហ្នឹងប៉ុន្តែតាយន់ហើយក៏មិនបានខ្វល់នៅពេលសម្ដីរបស់កូនរបស់គាត់ទេហើយគាត់ក៏បានលើកថងស្បង់ឡើងហើយក៏បាននិយាយថានេះគឺជាថ្លៃសិក្សាដែលគាត់បានរៀបចំនៅពេលដែលបានអញ្ចឹងធ្វើឲ្យ3ក្បាលហ្នឹងឲ្យឆ្ងល់មកហើយក៏បានសួរថាថ្លៃសិក្សាជាអីគេតាយន់នៅពេលដែលគាត់អញ្ចឹងហើយគាត់ក៏បានដកដង្ហើមធំហើយគាត់ក៏បាននិយាយថាទូគាត់ប្រាប់ពួកគេក៏ពួកគេនឹងមិនយល់ដែរហើយបន្ទាប់មកគាត់ក៏បានបត់ដៃហៅកូនពៅរបស់គាត់ឲ្យទៅជាមួយគាត់ឲ្យទៅជួបលីវ៉ាន់អញ្ចឹងតែពួកគេបានដើរទៅតាយន់ក៏បាននិយាយខ្ជិលរៀបរាប់ច្រើនណាស់អ្នកគ្នាគាត់ចង់ឲ្យអាប៉ែនឹងរៀនតាមលីវ៉ាន់អីចឹងហើយសាច់រឿងរបស់យើងក៏កាត់មកកន្លែងលីវ៉ាន់កំពុងតែរៀនឲ្យចកចែមកចេះអានអក្សរនៅពេលហ្នឹងផងដែរតាយន់ក៏បាននាំកូនគាត់ម្ដងហ្មងហើយក៏បានថាលីវ៉ាន់កំពុងតែរៀនហើយលីវ៉ាន់ក៏បានសួរទៅវិញថាតើមានបញ្ហាអីមែនហើយតាយន់ក៏បានទាញកូនកុំចិត្តហើយក៏បាននិយាយថាគាត់ចង់ឲ្យលីវ៉ាន់ពេលហ្នឹងនិយាយមិនទាន់ចប់ផងក៏មានតែគេម្នាក់បាននិយាយកាត់ហ្មងដែលម្នាក់ហ្នឹងគឺជាអូនម៉ាប់ហ្នឹងហើយវាក៏បាននិយាយថាវាគឺចង់ទៅសម្ដែងនៅខនជាមួយនឹងតាយន់ដែរតាយន់នៅពេលដែលបានឃើញអូនម៉ាប់មកអញ្ចឹងក៏បានដេញអូនម៉ាប់ទៅវិញពួកខ្លាច់អូវាតាមតន់ហើយអូនម៉ាប់វាក៏បានតទៅវិញថាវាគឺនឹងមិនទៅណាវាចង់តែទៅសម្ដែងនៅខនជាមួយនឹងតាយន់តែប៉ុណ្ណោះអូនិយាយជាប់មាត់អស់អ្នកគ្នាមើលខ្ញុំសុំប្រអាក់សិនហើយចាំមើលម៉ោង9ខ្ញុំថែមនៅគ្នាមួយវគ្គទៀតមើលមាន់ងាវបាត់អូយចាប់ផ្ដើមនៅវគ្គទី21របស់យើងខ្ញុំនឹងមិនបំភ្លេចនៅការបញ្ចេញទឹកមុខរបស់ខ្មែរអ៊ីនរបស់ពុករបស់ខ្ញុំនៅពេលដែលអូនម៉ាប់បានប្រាប់ថាវាគឺចង់រៀននៅការសម្ដែងនៅខោនប៉ុន្តែនៅក្នុងរងពេលណាគឺខ្ញុំមិនទាន់ដឹងទេថាតើការរៀនអំពីការសម្ដែងនៅខោនណាគឺវាមានន័យដូចម្ដេចប៉ុន្តែក្រោយមកខ្ញុំក៏បានយល់ហើយយើងក៏បានឃើញថាអូនម៉ាប់គឺបានមកអូនម៉ាប់ដល់ហ្នឹងឯងតែគាត់គឺបាននិយាយថាអូនម៉ាប់ហ្នឹងគឺអត់ខំប្រឹងរៀនទេតែគឺវាបែរជាចង់ធ្វើជាអ្នកនៅខោនទៀតគាត់បានលើកដៃឡើងតែឯងដឹងអត់អ្នកសម្ដែងនៅខោនណាគឺសាក់តែជាមនុស្សដែលថ្នាក់ទាបតែប៉ុណ្ណោះយើងប្រាប់ឯងឲ្យធ្វើជាមនុស្សថ្នាក់ខ្ពស់មិនមែនមកធ្វើជាមនុស្សថ្នាក់ទាបទេអាកូនមិនស្ដាប់គប់ផាំងអូខ្ញុំយល់ហើយតែហ្នឹងមិនមែនជាអ្វីដែលពិភពលោកគឺបានចាប់ទុកពួកយើងហើយសាច់រឿងរបស់យើងក៏បង្ហាញពីលីវ៉ាន់ដែលគាត់កំពុងតែរត់នៅក្នុងព្រៃដែលគាត់ក៏បានរត់បដាដែលគិតបដាថាតើគាត់កំពុងតែនៅទីកន្លែងណាហើយលឿនមាវហើយនឹងអ្នកផ្សេងទៀតនឹងនៅទីកន្លែងណានៅពេលគាត់កំពុងតែរត់ណាគាត់ក៏បានឃើញភ្លើងនៅមុខហើយគាត់ក៏បានរត់ចូលទៅស៊ូពួកគេនៅពេលគាត់បានចូលចិត្តមនុស្សទាំង3ហ្នឹងគាត់និយាយមិនទាន់ស៊ូអួរហងនៅពេលមនុស្សទាំង3ហ្នឹងបាយមកគឺថាម្ដាយរបស់លីវ៉ាន់ណាជាមួយនឹងលឿនមាវដោយការឃើញទាំងអស់ហ្នឹងធ្វើលីវ៉ាន់វាក៏យ៉ាងធូរទ្រូងដែរអូយតាមពិតគឺជាអ្នកទាំងអស់គ្នាអូយហេចាំបន្តិចមានអ្វីមួយដូចជាមិនទៅទេវុយហេតុអីបានជាម៉ាក់របស់ខ្ញុំជាមួយនឹងយ៉ាងណាមកនៅទីកន្លែងនេះជាមួយនឹងបៃលីនមាវដែរអញ្ចឹងមិនល្អទេខ្ញុំមិនអាចកម្រើកបានទេហើយមូលហេតុដែលគាត់អាចកម្រើកបានគឺដោយសារតែដៃពួកបេតងគឺបានចាប់គាត់ហើយសំឡេងរបស់តាមកស្អុយក៏បានលឺឡើងអត់ឯងពិតជាធ្វើបានល្អហើយវាវ៉ាន់ក៏បានមើលឃើញអ្វីមួយនៅមុខគាត់យកហ្មងដែលហ្នឹងគឺជារាងកាយរបស់តាមកស្អុយមិនតបវាបានលើកថ្នាំហើយអើអត់តោះពួកយើងនឹងឡើងទៅជាភាពអមតៈជាមួយនឹងគ្នាបើកភ្នែក
ស្បងអើយតើអ្នកមិនអីទេមែនសួស្បងអើយតើអ្នកគឺបានដេកយកសពអកកមែនជុំជាតាមមិញវាគ្រាន់តែជាការសពអកកទេមែនហើយមានក៏បានយកនំប៉ាវគេហ្នឹងយកមកឲ្យលាវវ៉ាន់ញ៉ាំលាវវ៉ាន់ពេលបានឃើញយ៉ាងក៏បានស៊ូពេលដែលពួកយើងសួរដំណើរពួកយើងគឺមិនមានសល់លុយទេហើយតើអ្នកគឺបានលុយមកពីណាដើម្បីទិញនំប៉ាវហ្នឹងពេលដែលលាវវ៉ាន់ស៊ូចឹងវាមាននាងក៏ទាំងសាក់ស្ទើហើយតបនាងក៏បាននិយាយថានាងគឺបានលក់នៅកងជើងមាសរបស់នាងអ្នកគ្នាចាំអត់ក៏នេះគូមកស្អាតហ្មងចយយកប្រពន្ធខ្ញុំស្អាតហ្មងឬចឹងវាវ៉ាន់ក៏បានគិតកងជើងមាសតែខ្ញុំមិនមែនឲ្យវាទៅកាន់ណាហើយទេមែនមើលមុខរបស់គាត់ទៅឲ្យស្ងល់ហ្មងតែបានមកសន្ទុះក្រោយមកគាត់ក៏បានយល់ហ្មងហើយគឺវាគ្មានណាអីទេខ្ញុំប្រហែលជាបានឲ្យវាទៅកាន់លឿនមៀវវិញមើលទៅលឿនមៀវនៅពេលបានឃើញទៅមុខរបស់លាវវ៉ាន់ចឹងនាងក៏បាននិយាយទាំងចង់យំថាលាវវ៉ាន់ក៏ខំធ្វើការយ៉ាងបាក់ចំណែកនាងវិញគឺមិនអាចជួយអ្វីបានទាំងអស់ហើយអាហ្នឹងវាជាវិធីតែមួយគត់ដែលនាងគឺអាចជួយគាត់បានលាវវ៉ាន់ក៏បានចាប់យកនំប៉ាមួយហើយក៏បាននិយាយលើចិត្តនាងថានាងគឺបានជួយពួកគេយ៉ាងល្អហើយពេលនេះហើយគាត់ក៏បានថែមថាបន្ទាប់ពីគ្រប់យ៉ាងទៅបានដល់ស្រ័យអស់គឺគាត់នឹងទិញកងជើងមាសអាធំមួយឲ្យនាងយកហ្មងគឺចឹងធ្វើឲ្យលឿនមៀវនាងអៀនហើយនាងក៏បាននិយាយថាគឺនាងនឹងរងចាំ